អ្នកដែលពូកែទ្រាំនឹងការលំបាកនឹងទទួលបានជោគជ័យធំដុំខ្សឹបពីអន់ប្រាប់ខ្លួនឯងអ្នកនឹងក្លាយជាមនុស្សអន់មិនខានរាប់អានមនុស្សឲ្យបានច្រើនតែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹមជាបាតគ្រឹះនៃភាពជោគជ័យកុំគ្រាន់តែចង់អួតគេហើយនិយាយកុហកគេឡើយកុំទម្លាប់រាប់អានមនុស្សដោយសម្លឹងមើលបុណ្យស័ក្តិមុខមាត់ឡើយឆ្លោះច្រើនស្អប់ច្រើនល្បិចច្រើនអន្តរាយច្រើនទុក្ខក៏ច្រើនដែរពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេកវាជារឿងធម្មតានៃជីវិតទេអ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទាកូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេធ្វើការងារកុំយកតែមតិខ្លួនឯងអីចេះស្ដាប់គេផងទើបរីកចម្រើននិងធ្វើការជាមួយគ្នាបានយូរធ្វើការងារធំត្រូវចេះគ្រប់គ្រងកំហឹងសម្រេចចិត្តពេលខឹងច្រើនតែខុសកុំនិយាយច្រើនពេកកុំខ្លាចថាគេមិនដឹងមើលកលៈទេសៈសិនសំនិយាយហូបអាហារគីមីច្រើនអ្នកនឹងមានរោគច្រើនគិតរឿងស្មុគស្មាញច្រើនអ្នកនឹងកើតទុក្ខច្រើនបើយើងជួយគេអស់លទ្ធភាពហើយតែនៅតែជួយមិនបានអ្នកត្រូវចេះព្រមមិនដូច្នោះទេអ្នកនឹងមានទុក្ខមិនខានភ្លើងតែងក្តៅជីវិតតែងមានបញ្ហាមានអ្នកណាជៀសរួចទេច្នៃគូក្បាលអ្នកឲ្យคล้ายជាសួនផ្កាទម្លាប់គិតរឿងល្អកុំពូកែទឹះពេកលំបាកតែខ្លួនឯងដើរបានមួយជំហានទៀតដួលក៏ត្រូវតែដើរដែរនិយាយតិចប្រសើរជាងនិយាយច្រើនតែអត់បានការក្រទ្រព្យនាំឲ្យលំបាកក្រគុណធម៌នាំឲ្យកើតទុក្ខកុំអាងចំណេះកុំអាងអំណាចកុំលើកខ្លួនពេកកុំមើលងាយមនុស្សមានទ្រព្យតែចិត្តមួម៉ៅក្តៅក្រហាយមិនប្រសើរឡើយអ្នកមិនអាចបង្ខំពងមាន់ឲ្យញាស់មុនពេលកំណត់បានទេរៀនរងចាំរៀនព្រមខ្លះទើបមិនសូវមានទុក្ខអ្វីមិនចេះតែបានតាមចិត្តទេ
ខឹងគេធ្វើបាបចិត្តខ្លួនឯងគ្មានអ្នកណាធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅកុំនិយាយរឿងក្តៅក្រហាយច្រើនពេកខាតពេលផងខូចចិត្តផងមានបាបទៀតបណ្ដុះចិត្តស្រឡាញ់បណ្ដេញចិត្តស្អប់ជីវិតបានសុខស្ងប់ច្រើនកុំបណ្ដោយឲ្យចិត្តរវើរវាយពេករៀនកាត់ឲ្យខ្លីៗខ្លះទៅទើបមិនសូវស្មុគស្មាញកុំចូលចិត្តជន់ជើងគេឯងពេកក្រែងឈរជើងមិនបានយូរបើសរសើរឲ្យគេឮគ្រប់គ្នាបើបន្ទោសរកកន្លែងណាស្ងាត់ជីវិតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុក្ខពេកបើជីវិតមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងមានទ្រព្យផងមានធម៌ផងទើបមានសុខពិតមិនដឹងស្លាប់ថ្ងៃណាទេខំខឹងយកទៅណាព្យាយាមសាងល្អពីក្មេងទៅកុំចាំដល់ចាស់ជីវិតមិនទៀងទេត្រូវសាងល្អឲ្យហើយអ្នកនិយាយច្រើនមិនប្រកាសថាចេះច្រើនទេសង្រួមកាយវាចាចិត្តជីវិតបានសុខស្ងប់កុំចេះតែថាធ្វើផងកុំចេះតែស្មានពិចារណាផងកុំចេះតែខឹងរកហេតុផលផងចិត្តអាក្រក់បាបចិត្តល្អបុណ្យងាយយល់កុំមានអ្នកពេកចេះស្ដាប់គេផងកំហឹងដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេកុំស្ដាយក្រោយអីព្រោះបើស្ដាយទៅក៏កែមិនបានដដែលកុំកើតទុក្ខនឹងរឿងដែលមិនទាន់កើតឡើងពេកអីកុំយកពាក្យគេមកគិតហើយដេកកើតទុក្ខឡើយរៀនសរសើរពេលឃើញគេធ្វើល្អរៀនទទួលយកការពិតទើបមិនសូវកើតទុក្ខខ្លាំងទម្លាប់នឹកគិតរឿងណាដែលនាំឲ្យរីករាយចិត្តកុំនិយាយដើមគេអីគេដឹងគេស្អប់ហើយមានបាបទៀតប្រឹងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកខឹងតែកុំគុំអីរៀនភ្លេចខ្លះទៅបានសុខជាង
បើនិយាយពីសេចក្តីទុក្ខផ្លូវចិត្តវិញជាពុទ្ធជននឹងអ្នកណាក៏មានដែរគាត់ណាតិចច្រើនតាមកម្រិតនៃបញ្ញាស្មារតីយល់ដឹងអំពីដំណើរនៃជីវិតនឹងបើបុគ្គលនឹងច្រើនដោយអកុសលមួម៉ៅខឹងជាប់ជំពាក់លោភលន់ច្រើនអាហ្នឹងកើតទុកច្រើនហើយពីព្រោះអកុសលហ្នឹងវាជាថ្នាំពឹសវាជាមេរោគវាមករំខានផ្លូវចិត្តឲ្យយើងនឹងញាប់ញ័រឧទាហរណ៍ថាយើងចំណែនយើងកំណាញ់យើងស្អប់យើងគុំអាហ្នឹងដូចភ្លើងធូបហ្នឹងវាមកអុចវាមកអុចចិត្តយើងឈិតឲ្យយើងក្តៅអ្នកខ្លះរហូតដល់ដេកមិនលក់បក់មិនលហើយហូបបាយមិនឆ្ងាញ់ខ្វល់ខ្វាយដល់អញ្ចឹងវាអត់បានសុខទេការជាប់ជំពាក់ប្រាថ្នាហួសពីសមត្ថភាពហ្នឹងក៏នាំឲ្យកើតទុក្ខដែរឧបមាថាយើងរកបានប៉ុណ្ណឹងសមត្ថភាពយើងផឹងអស់ហើយបាន10000ហ្នឹងប៉ុន្តែវាលោភវាលន់វាកុហកកាហាយប្រៀបធៀបឃើញគេបាន1លានទៅវាដូចអត់លក់បដោយនិយាយអញ្ចឹងមិនមែនថាហាមឃាត់មិនឲ្យប្រឹងទេប្រឹងនៅតែប្រឹងប៉ុន្តែតើមានសន្តោសៈក្នុងធម៌ថាឲ្យចេះពេញចិត្តនឹងសមត្ថភាពដែលខ្លួនអាចរកបានប្រឹងនៅតែប្រឹងប៉ុន្តែខ្ញុំប្រឹងអស់ហើយសមត្ថភាពខ្ញុំប៉ុណ្ណឹងសប្បាយចិត្តនឹងអ្វីដែលខ្លួនរកបានហើយហ្នឹងបានវាស្រាលវាអត់កើតទុក្ខជួនកាលអ្នកខ្លះរកបានហើយនៅតែកើតទុក្ខអញ្ចឹងបើពុទ្ធព្រះអង្គចាត់ទុកថាយើងនៅក្រដដែលទេបើទោះជារកបានច្រើនពួកយើងវាខ្វល់វាខ្វាយវាពិបាកវាមួវាម៉ៅអញ្ចឹងការដែលចេះបញ្យល់ខ្លួនឯងរកបានច្រើនចាត់ទុកថាបុណ្យយើងច្រើនយើងសប្បាយចិត្តនឹងអ្វីដែលយើងរកបានច្រើននឹងទៅហើយរកបានល្មមអានឹងខ្ញុំប្រឹងអស់សមត្ថភាពហើយអស់ពីសមត្ថភាពខ្ញុំប៉ុណ្ណឹងអញ្ចឹងសប្បាយចិត្តតែបុណ្យខ្ញុំសំពាយខ្ញុំមានប៉ុណ្ណឹងមកបើរកបានតិចអានឹងនៅតែប្រឹងនៅតែតស៊ូអញ្ចឹងដើម្បីជីវភាពប៉ុន្តែត្រូវកំណត់ដឹងថាមនុស្សវាមានវាសនាផ្សេងគ្នាมันអាចទៅដេកចំណែនគេចំណែនបងចំណែនប្អូនអ្នកខ្លះដូចគ្រួសារគេផ្សេងបងប្អូនគេផ្សេងគេរកស៊ីបានមានឯងវាអន់ជាងគេដេកក្តៅក្រហាយចំណែនគេរករឿងម៉ែរករឿងឪអីអញ្ចឹងតែក៏មានដែរអញ្ចឹងអកុសលហ្នឹងវាមកអុចយើងមិនឲ្យយើងបានសុខទេតែកាលណាយើងមានអកុសលនឹងច្រើនអាហ្នឹងកើតទុកច្រើនហើយអញ្ចឹងវាតតែយើងព្យាយាមចម្រើននៅធាតុល្អនៅក្នុងចិត្តឧទាហរណ៍ថាការចេះចែកម្លែកតិចច្រើនក៏ដោយមានតិចចែកតាមតិចមានច្រើនចែកតាមច្រើនទឹកចិត្តមេត្តាហ្នឹងវាដូចជាទឹកសន្សើមឬក៏ការប្រោះព្រំផ្កាប្រោះព្រំដើមឈើនឹងឲ្យវាស្រស់ចឹងទឹកចិត្តល្អបន្តិចហ្នឹងក៏ដោយការនិយាយដោយចិត្តមេត្តាការជួយពយល់ឲ្យគេបានសុខបង្ហាញផ្លូវឲ្យគេបានចម្រើនសេចក្តីល្អតាមវាចាហ្នឹងវាសប្បាយចិត្តឃើញគេសុខឃើញគេល្អទៅចិត្តហ្នឹងមានសមាធិយល់ត្រូវមិនទៅប្រកាន់ចំណែនគុំគួនស្អប់គេអីទេអប់រំចិត្តខ្លួនឯងហ្នឹងឲ្យស្ថិតនៅក្នុងកុសលធម៌ស្ថិតនៅក្នុងសមាធិទៅនឹកឃើញថាហ្នឹងហើយជីវិតហ្នឹងវាមានហេតុវាមានផលហើយយើងប្រឹងប្រែងបានប៉ុណ្ណាផលវាបានប៉ុណ្ណឹងដែរវាអត់អាចយើងធ្វើស្រែ1ហិកតាតែប្រអង្គុយចង់បានផល20តើនវាអត់បានទេអញ្ចឹងហ្នឹងឯងមានសមាធិជឿលើ
ហេតុផលហ្នឹងអញ្ចឹងវាអត់កើតទុកថាមិនអញ្ចឹងឯអត់ទេសមាធិអង្គធម៌បានដល់បញ្ញាសំដៅទៅលើបញ្ញាហ្នឹងឯងដឹងថាអូអ្វីវាសិតតែមានហេតុអ្វីកើតឡើងមិនមែនអត់ហេតុទេអញ្ចឹងវាមានហេតុគ្រប់គ្រាន់ហើយរឿងល្អក្តីរឿងអាក្រក់ក្តីសុទ្ធតែមានហេតុរបស់វានៅពីក្រោយហើយអញ្ចឹងពេលជួបរឿងល្អមិនជួពេកទេកំណត់ដឹងថាអូអាហ្នឹងជាផលបុណ្យជាផលនៃការព្យាយាមរបស់យើងបើរឿងមិនល្អកើតឡើងហ្នឹងហើយកំណត់ដឹងហ្មងក្នុងអភិធម្មនិយាយថាអកុសលវិបាកឃើញរូបមិនល្អស្ដាប់ឮសំឡេងមិនពីរោះគេជេរគេនិយាយដើមអេចអូចអីចឹងទៅជាអកុសលវិបាកហ្មងអាហ្នឹងគឺសច្ចធម៌ជាផលនៃបាបចឹងហ្មងចឹងវាអត់ទៅកើតទុកទូមនោះនឹងរឿងនឹងពេកទេពីព្រោះកំណត់ដឹងថាវាមានហេតុវាមានអកុសលណាមួយវាដែលយើងធ្លាប់ធ្វើមកវានាំឲ្យកើតទៅជាអកុសលវិបាកផលនៃបាបហ្នឹងផលនៃបាបដែលយើងបានធ្វើហ្នឹងហើយអញ្ចឹងហើយកំណត់ដឹងសង្ខារទាំងឡាយកើតហើយរលត់ទៅវិញគេនិយាយហើយចប់អាលុតឈឹងបាត់ហើយបើអ្នកដែលមានបញ្ញាគេមិនសូវយកពាក្យហ្នឹងមកអង្គុយកើតទុកក្តៅក្រហល់កាហាយមួយខែពីរខែទេគេកំណត់ដឹងថាអូអកុសលហ្នឹងកើតមកផ្លែតនិយាយចប់បាត់ហើយប៉ុន្តែអ្នកដែលខ្វះបញ្ញាហ្នឹងច្រើនតែកើតទុកដោយសាររឿងមិនល្អដែលកើតឡើងដោយសារមិនយល់អញ្ចឹងបាបចាស់ឲ្យផលផងខ្វះបញ្ញាបង្កើតបាបថ្មីអាមួម៉ៅអាចងគំនុំអាគុំគួនហ្នឹងអាហ្នឹងជាបាបថ្មីហើយអញ្ចឹងហ៊ានតម្លាក់អាហ្នឹងមានបញ្ញាសំនៅការយល់ដឹងពីដំណើរនៃធម្មជាតិអប់រំចិត្តរឿយទៅអាហ្នឹងបានយើងបន្ថយអាធាតុពុលនឹងមេរោគហ្នឹងហើយបន្ថែមធាតុល្អជាកុសលធម៌ហ្នឹងរឿយទៅមានខន្តីមានអត់ធន់មានបញ្ញាកំណត់ដឹងអំពីដំណើរនៃសង្ខារកើតរលត់មិនប្រកាន់មិនហួងហែងមានក៏ទទួលថាវាជាផលនៃបុណ្យទៅមិនវាត្រូវបាត់វាត្រូវបង់វិញគិតថាវាជាសង្ខារធម៌វាប្រែប្រួលអញ្ចឹងវាអត់ទៀងវាអត់ទាត់ទេអាហ្នឹងវាដូចឧបមាដូចថាជាគៀងវានៅប្រេងវាឆេះទៅវាអស់ប្រេងវារលត់ទៅព្រះអាទិត្យពេលល្ងាចក៏លិចទៅអាហ្នឹងសង្ខារនៅពេលមានហេតុបច្ច័យគ្រប់គ្រាន់បនមានយើងនៅមានជីវិតទ្រព្យយើងនៅរកបានដល់ពេលបនវាខ្សោយទៅរកវាបានតិចទៅពេលណាអស់បនទៅអារបស់ហ្នឹងវាត្រូវខាតឡងចុងទៅហើយយើងតើរៀនទទួលស្គាល់ថាហ្នឹងឯងជីវិតវាអញ្ចឹងទើបយើងអាចសម្រួលផ្លូវចិត្តមិនឲ្យកើតទុក្ខខ្លាំងបានហើយបើយើងនៅតែមួម៉ៅក្តៅក្រហាយគុំគួនដូចថាជាប់ជំពាក់ហួងហែងប្រកាន់ថាស្អីត្រូវតែបានតាមអញចង់ហ្នឹងអាហ្នឹងកើតទុកខ្លាំងហើយពីព្រោះស្អីហ្នឹងវាមិនអាចតាមចិត្តយើងចង់រហូតទេបើយើងខ្វះនៅបុណ្យខ្វះហេតុទៅវាអត់បានទេវាតមានហេតុគ្រប់គ្រាន់បានអនុមោទនាសតិលោកចាត់ទុកដូចចិត្តអង្គរៈដែលនៅជួយការពារចិត្តមិនឲ្យធ្លាក់ទៅក្នុងផ្លូវគ្រោះថ្នាក់អញ្ចឹងបានអ្នកដែលខ្សោយសតិស្មារតីហ្នឹងច្រើនតែភ្លេចភ្លាំង
chịu chào mùa màu chạp stress chạp từ tuổi vô bị sầm đầy rương rà ấy mà tục không chất hay mình nghĩ lên hướng nâng tranh bị chặt với nhé chẳng bàn được không thố sẽ tệ nâng xăm bị chế nhẹ bên dưới đôi dù đáp sẽ tệ nâng bên nhà đáy cu chỉ ông cái đẹp chuyên đám xâm hẹp đẹp xa chất mình ôi cả túc mình ôi rôn cua đôi xa của sol bị bộ của sol nó vi chăm tầm màu thua bạp chất đột chất nó ở cái đá hư đối thế chân này khăn cung ọp rồi vừa rồi vi đá khó cả hai phải bùi bà rõm ấy đó nâng vì chỉ của sol hơi vì máu chăm ta đột chặt nâng ao cái đá ghề vấn đấy mà đấy nâng chui thà nô màu của sol chân này màu đăng thà nâng chia sẻ trời mà đấy nâng đăng khăn máu đăng cầm nạp đăng thà ôi chật anh khăn chật anh đà vậy chẳng cầm nạp đăng chẳng hãy xăm bị chế nhé bạn bảo bà nhà nó mà chui bị vô thứ mấy ở chật nó bàn ngày chả ông pi có sao thằng ở nâng bên dây phía xa xa máy đối tha bà đánh chánh rư cô chật vào dương nó với miền sao là bóng phóng sao thuy tè này phong sao là bóng Obama đối chia sẻ tệ chẳng cho sao thuy tè thay tôi chỉ bà nhà ở vì châu không chật dương toàn Obama tha dương khơi kê lọ khơi kê bàn chấm rán thì dương ở miền sẽ tệ bà nhà nơi luôn cho này vì châu màu chập đờm gì tiệp bật thâu bằng ăn bật thoi thì chẳng tới việc mẹ để vì mình cao thì bắt đầu bây giờ miền sẽ tệ dương cầm nọt đằng ta ô chật cho này anh cả lại chạp vì chóp chạp ở trên này nâng chóp mình ở vì chụp thế hết miền phải nhá mà bị vô ta thế cùng trên này anh kia anh nâng bon kia kịp không phẳng kia thưa lọ bị chuyện na cái chấm mai chấm ứ cái thưa tiền ấy chẳng cái ban chấm rong chấm rán dương cua tại ảnh một thì bon kia vinh anh nâng phải nhá nó bị vô là dương bàn sóc bị vô là dương cả bon chẳng sẽ tệ phải nhá nó vi chui tụp scat của sao thằng ở nó mình ối vi lục lời chặt bài dương ôm mà thắc khăng nè ná cô miền cầm hăng là dịp thời chuẩn bật đấy sẽ tệ nó về từ chạm ô khăn cả lại ô cùng kì cả lại cầm nọt đắng score thà mục cùng mục khăn nó chia sẻ trớ chỉ plơ nghe mình men chỉ mật bài giờ nghe chạp bấp việc chú các việc cái trồ việc tục ở job vẫn là ai miền bà nhà mà bị vô thành lời bậc khăn tới với đạo với cả hai hãy đuôi thua hướng nó can ta thông tự nói nói mình nữ nâng tay chân tăng bị đá màu hỏi nói hướng nó viên chân ta hai bờ đây có cả hai tứ hướng nó với can tại thông là tới với bạn ấy chia bị giàu cho mẹ đã sẽ hết chống ta đã sẽ ai đây bà đỡ thá nơi ta đây bà đỡ thá bà là hỏi nó khơi ta mấy thưa mấy bài chỉ dương miền phò cam ấy mình lọ bán chỉ chua vườn trong ở dương vô vì chỉ bọt bị sao ta đấy đôi tha tới mục tiết á mình tên tay mình đi có họ cả hai vô hưởng nâng mòn chém chặt luôn này nhỉ nâng tua sẽ tệ tua bà nhà nâng chỉ ông cả rẽ ca bìa chặt hay việc xóm cung chỉ môi nâng ở thao meta miền chặt từ trẻ mình sẽ chỉ cùng cuốn cái mình sẽ chỉ vô hưởng đại cả hai một tục nó chặt tê rồi mấy trong bàn sọc report bị tục
ស្មារតីនឹងឲ្យវានៅខ្លួននឹងវាច្រើនជាងដើរទៅនៅរឿងផ្ទះគេរឿងគេយើងដឹងរឿងប៉ុន្តែมันប្រឡែងចិត្តនឹងឲ្យទៅនៅផ្ទះគេទៅនៅដឹងរឿងគេគ្រប់តាគ្នាអញ្ចឹងទៅវាខ្លាយជាចិត្តនឹង homeless អនាថាទៅពីហើយហ្នឹងយើងកើតទុកហើយអញ្ចឹងទលាប់ហៅចិត្តឲ្យមកនៅខ្លួនឲ្យមកនៅនឹងដេកដើរឈរអង្គុយឲ្យមកនៅនឹងញ៉ាំចុកបុកទៅពីស្លៀកពាក់អីហ្នឹងឲ្យព្រលឹងវានៅខ្លួនណាអេរិយាបថទាំង4ហ្នឹងហើយរៀនចម្រើនចិត្តល្អទៅមានសទ្ធាយល់ត្រូវស្ដាប់ធម៌ចម្រើនការយល់ដឹងជាសមាធិសេពគប់មិត្តល្អមិត្តត្រូវទៅហើយរីមានឱកាសពេលវេលាចម្រើនសមាធិចិត្តនឹងថឹងណាពីព្រោះបើយើងគ្រាន់តែយល់ពេលខ្លះអត់អាចទប់ទល់នឹងអកុសលនឹងបានដឹងថាខឹងមិនល្អប៉ុន្តែទប់វាមិនបានដឹងតែចំណែនគេនឹងវាខុសប៉ុន្តែទប់ចិត្តវាមិនបានអញ្ចឹងវាតលមានឱកាសវឹកហាត់បកើនតបការពីខ្លួនគឺការចម្រើនសមាធិការស្ដាប់ធម៌ការត្រេះរិះពិចារណារឿយសមាធិនឹងជួយធ្វើឲ្យដូចថាមូលដ្ឋានតបរបស់យើងរឹងប៉ឹងពេលមានរឿងមកក៏យើងមិនរំភើបញាប់ញ័ររំជើបរំជួលខ្លាំងដែរដោយកម្លាំងសតិបញ្ញាកម្លាំងចិត្តនឹងថឹងដែលមាននៅក្នុងខ្លួនយើងហ្នឹងអាហ្នឹងទើបយើងមិនរវើរវាយមិនសូវរំជើបរំជួលញាប់ញ័រដោយសាររឿងដែលកើតឡើងក្នុងលោកហ្នឹងកំណត់ដឹងថាក្នុងលោកហ្នឹងគឺវាតែអញ្ចឹងវាអត់ដែលក្នុងលោកនឹងស្រាប់តែស្ងប់ស្ងាត់លែងមានរឿងអត់ទេគឺថាវាត្រូវតែជួបជាតិណាកំណើតណាពេលណាកើតក្នុងតកូលណាក៏មានរឿងគ្រប់រឿងអញ្ចឹងហ្នឹងហើយកំណត់ដឹងថាវាជារឿងធម្មតាតាអញ្ចឹងយើងអត់សូវកើតទុកខ្លាំងទេដោយសារយើងមានបញ្ញាកំណត់ដឹងថាជីវិតវាមានបញ្ហាដូចជាភ្លើងវាត្រូវតែក្តៅអញ្ចឹងមិនអាចខាត់មិនឲ្យក្តៅបានទេអនុមោទនាមានអ្នកខ្លះទៅដូចមានអារម្មណ៍ថារៀងក្រៀមក្រំសោះក៏ក្រោះអត់សុបាយក្នុងចិត្តហ្នឹងវាអត់មានអីធ្វើឲ្យមានកម្លាំងនឹងក្រោកឈរធ្វើនេះធ្វើនោះហើយរមូលហេតុអត់ឃើញទេដូចជាអស់ធម៌ពលទាំងផ្លូវកាយទាំងផ្លូវចិត្តទៅអានឹងវាអាចតកតងនឹងយើងទទួលសម្ពាធការងារច្រើនពេកទៅហត់នឿយពេកហើយអត់មានពេលសម្រាកខ្លះដែលចឹងវាធ្ងន់ដូចដើមឈើដែលអត់បានស្រោចទឹកយូរវាក្រៀមទៅវាមិនងាយស្រស់ឡើងវិញទេឬក៏ក្នុងគ្រួសារនឹងមានវិបត្តិហើយដដែលទៅធ្វើឲ្យចិត្តយើងដូចជ្រុញហ្នឹងក្បិតហ្នឹងកាប់ច្រាមរហូតទៅវាស្នាមរហូតទៅក្រៀមឬក៏នឹងសំចិត្តអន់ចិត្តតូចចិត្តខឹងទាស់ចិត្តច្រើនយូរទៅវាមកជង្រុកចិត្តហ្នឹងសិតតា
ភាពសៅមងភាពក្រៀមក្រំភាពតូចចិត្តគិតថាគេមិនយកចិត្តទុកដាក់គិតថាគេមិនស្រឡាញ់គ្មានអ្នកយល់ចិត្តអីចឹងសោះអាចិត្តហ្នឹងវាសំភ្លើងសំភាពកុហកកាហាយក្នុងចិត្តយូរវាអូតូម៉ាទិកគឺវាក្រៀមអញ្ចឹងមកអញ្ចឹងតើយើងអាចដូររបៀបគិតមកឧទាហរណ៍ថាធម្មតាជីវិតទៅជួបបញ្ហាដោះស្រាយទៅដោះស្រាយហើយដោះហើយទៅកុំស្ពាយសំពីងសំពងកុំនៅដេកខ្វល់ដេកខ្វាយអារឿងដែលហួសហើយអញ្ចឹងក្តៅក្រហល់ខាយក្នុងធម៌លោកហៅកុកបច្ចៈក្តៅក្រហាយចំពោះរឿងដែលកន្លងផុតទៅហ្នឹងហើយតើដូចថាមានពេលសម្រាកខ្លះដើម្បីរក្សាកម្លាំងផ្លូវកាយនេះក្នុងការធ្វើកិច្ចការងារឲ្យបានវែងឆ្ងាយមិនមែនបានន័យថាមិនធ្វើអីដែរលេងទេមែនទេម៉ាស៊ីនបើវាក៏ត្រូវមានពេលលុតដើម្បីកុំឲ្យវាក្តៅពេកដែរខួរក្បាលរាងកាយហ្នឹងក៏អញ្ចឹងដូចគ្នានៅក្នុងធម៌លោកឲ្យប្រើអិរិយាបថឲ្យស្មើគ្នាដេកដើរឈរអង្គុយហ្នឹងហើយបរិយាកាសជុំវិញខ្លួនក៏វាមានឥទ្ធិពលលើផ្លូវចិត្តយើងដែរឧទាហរណ៍ថាកន្លែងក្លុករស់នៅបើវាស្មុកវាស្មាញវាផ្សែងវាពុលវាហុយអានឹងក៏ធ្វើឲ្យមួម៉ៅស្មុកស្មាញដែរអញ្ចឹងតើកន្លែងស្រឡះបើកអួចបើកទ្វារដើម្បីយកខ្យល់អាកាសឲ្យដើរហើរហាត់ប្រាណអីចឹងទៅដូរបរិយាកាសរស់នៅនឹងទើបអាចធ្វើឲ្យរាងកាយរបស់យើងនឹងរឹងប៉ឹងឲ្យតើយើងសួរខ្លួនឯងថាថ្ងៃហ្នឹងយើងបានធ្វើអីដែលធ្វើយើងសប្បាយចិត្តវាជាផលប្រយោជន៍មិនមែនថាតែមាសតែប្រាក់នេះយើងគិតថាថ្ងៃហ្នឹងយើងបានធ្វើអីជាកិច្ចការងារដែលសំខាន់សម្រាប់ខ្លួនយើងឬក៏សម្រាប់អ្នកនៅជុំវិញខ្លួនយើងឬក៏ជួយកិច្ចការងាររបស់ឪពុកម្ដាយរបស់សហគមន៍ភាពរីករាយក្នុងអំពើល្អតិចហ្នឹងដូចទឹកប្រោះព្រំផ្កាអញ្ចឹងឲ្យវាស្រស់អំពើល្អការរីករាយក្នុងសកម្មភាពតិចហ្នឹងដូចជាទឹកដែលមកប្រោះចិត្តហ្នឹងឲ្យវាស្រស់អញ្ចឹងហើយតើមានពេលស្រោចស្រពចិត្តនឹងដោយកម្លាំងនៃធម៌ដោយការរំលឹកគុណមេត្តាបិតារំលឹកគុណព្រះរតនត្រ័យធ្វើសមាធិស្ងប់ចិត្តទៅវាចិត្តនឹងវារកកន្លែងស្ងប់ឃើញវារកកន្លែងសុខឃើញឲ្យវាមកជ្រោកនៅក្នុងអារម្មណ៍ដែលធ្វើឲ្យកើតចិត្តជ្រះថ្លាចិត្តរីករាយក្នុងបុណ្យហ្នឹងឧទាហរណ៍ជាផ្កាមកបូជាព្រះទិញខោអាវឲ្យក្មេងៗសភៅប៊ិចឲ្យក្មេងៗរៀនសូត្រទៅជួយចាស់ឬក៏មានកិច្ចការធុរៈអីជួយមិត្តភ័ក្តិអាហ្នឹងអាតិចចឹងវាដូរពីអាក្រៀមក្រំត្រឡប់មកទៅជាភាពស្រស់ស្រាយវិញហើយរៀនចម្រើនការយល់ដឹងក្នុងធម៌លោកថាមានបញ្ញាឃើញសភាពនៃចិត្តនឹងវាប្រែប្រួលហើយមិនប្រកាន់ចង់ឲ្យតែចេះទៅហើយមួម៉ៅមិនបានមិនអញ្ចឹងឯអត់ទេអូចិត្តហ្នឹងវាឡើងវាចុះអញ្ចឹងហ្នឹងឥឡូវមើលឃើញដំណើរចិត្តឡើងចុះអញ្ចឹងបើវាស្ថិតនៅក្នុងអារម្មណ៍នាំឲ្យក្តៅក្រហល់កាហាយខឹងចំណែនស្អប់រឿងនឹងអ្នកនឹងទេយើងរៀនដូរមក
គិតថាតែគេមានកន្លែងវាល្អខ្លះដែរឬក៏ដូរពីជជែកពីបុគ្គលហ្នឹងមកជជែកពីបុគ្គលដែលនាំឲ្យចិត្តយើងស្រស់វិញទៅដូរប្រធានបទបើនៅក្នុងធម៌ដូចថាយើងដូរអារម្មណ៍ចឹងអញ្ចឹងយើងសំឡើងវិញទើបចិត្តហ្នឹងវាស្រស់មានពេលឱកាសមកវត្តមកវាថ្វាយផ្កានមកស្ការសមាធិជួបជុំមិត្តភ័ក្តិហ្នឹងក៏មិត្តភ័ក្តិជាកល្យាណមិត្តអានសភៅធម៌ស្ដាប់ធម៌រឿយទៅហើយធ្វើកិច្ចការងារណាដែលយើងគិតថាយើងធ្វើហើយវាសប្បាយចិត្តធ្វើអំពើក្នុងកុសលណារឿយទីទៅអាហ្នឹងដូចយើងប្រោះឬក៏ស្រោចដើមឈើដែលវាក្រៀមស្វិតហ្នឹងត្រូវការចំណាយពេលយូរទំមទៅវាស្រស់ឡើងវិញយ៉ាងណាកុសលធម៌ទឹកចិត្តស្រស់ស្រាយក្នុងអំពើល្អចិត្តដែលតម្កល់នៅត្រូវដោយសតិបញ្ញាស្មារតីហ្នឹងវានាំចិត្តហ្នឹងឲ្យស្រស់ឡើងវិញចិត្តលហុតាវាដូចថាវាស្រាលឡើងវិញទៅខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុក្ខច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុកបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេគ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផលគួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសគេឈ្មោះល្អនិងជាឧបនិស្ស័យនៃការរកទទួលទានមានបានតែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយកុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើនក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលថ្នាក់ភាវនាដែលមានន័យថាការចម្រើនសមាធិ
ការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងថឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នកឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះបញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនៅសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នកបើនិយាយពីតួនាទីរបស់ចិត្តគឺវាគិតហើយវារត់ទៅរកអារម្មណ៍ប៉ុន្តែបើយើងបដោយឲ្យវារត់ផ្ដេសផ្ដាស់ចិត្តរបស់យើងវាមានបញ្ហាអញ្ចឹងដែលយើងរវើរវាយច្រើនហ្នឹងដោយសារយើងមិនដែលហាត់ពុតលួតដំកុំឲ្យវាចេះតែដើរទៅគិតរឿងនេះតិចរឿងនោះតិចរឿងអ្នកនេះនិយាយអក្រក់បន្តិចរឿងអ្នកនេះចេះអ្នកនោះចោះដែលយើងបដោយវាទៅច្រើនពេកអានឹងឧបមាដូចជាយើងបដោយឲ្យកូនដើរលេងជ្រុលហើយយើងហៅវាឲ្យមកផ្ទះវាមិនងាយចង់មកដោយសារវាដើរទៅវាសប្បាយយ៉ាងណាចិត្តរបស់យើងអញ្ចឹងដែរវាតលតែយើងទម្លាប់ឧទាហរណ៍ថាបើវាគិតរឿងផ្ដេសផ្ដាស់នេះចេះនោះចុះវានាំឲ្យក្តៅកាហាយចិត្តទៅមានស្មារតីកំណត់ដឹងថាអូអាត្មាអញទៅគិតរឿងខាងក្រៅហើយចិត្តបើអញទៅនៅផ្ទះគេហើយคล้ายជាចិត្តអនាថាហើយចេញពីមួយចូលមួយចេញពីមួយចូលមួយវារវើរវាយច្រើនហើយអញ្ចឹងស្មារតីកំណត់ដឹងចាប់បានដូចបលិសអញ្ចឹងហើយទាញវាត្រឡប់មកវិញមកនៅនឹងកាយនេះបើនៅក្នុងសតិប្បដ្ឋានសូត្រឲ្យកំណត់ដឹងពីអិរិយាបថដែលខ្លួនឯងកំពុងដេកដើរឈរអង្គុយនិយាយស្ដីហូបចុកបុកទាពីអីហ្នឹងឲ្យស្មារតីមកនៅនឹងខ្លួនហ្នឹងឲ្យបានច្រើនជាងរត់ទៅនៅផ្ទះគេរឿងអ្នកដទៃមើល Facebook មើល new feed ចូល group នេះចូល group នោះច្រើនពេកអាហ្នឹងអាចធ្វើឲ្យចិត្តរវើរវាយហើយអញ្ចឹងការកំណត់ពេលវេលាសម្រាប់ទទួលយកនៅអារម្មណ៍ខាងក្រៅហ្នឹងសំខាន់ណាស់កុំឲ្យជ្រុលមើលក៏កុំឲ្យមើលជ្រុលចូល group ទីងតឹងហ្នឹងក៏កុំឲ្យហួសហេតុពេក group ណាអត់បានការអត់ប្រយោជន៍ leave ចោលទៅ mute ចោលទៅទុកទៅ group ដែលសំខាន់សម្រាប់ជីវិតរបស់យើងគ្រួសារការងារអីចឹងទៅហើយតលយកចិត្តហ្នឹងមកនៅនឹងអារម្មណ៍នាំឲ្យជ្រះថ្លាសប្បាយឧទាហរណ៍ថានឹកដល់គុណពុកម៉ែនឹកដល់គុណ
ប្រតនត្រ័យនឹកដល់អំពើល្អដែលខ្លួនបានធ្វើហើយនឹកដល់អារម្មណ៍ដែលធ្វើឲ្យចិត្តរបស់យើងនឹងវាស្រស់ណាវាអត់សូវក្តៅក្រហល់កាហាយនឹកដល់ធម៌ទៅអាចអានសៀវភៅធម៌អប់រំចិត្តស្ដាប់ការអប់រំទូមានស្ដាប់ការបង្ហាត់បង្រៀនបង្កើនចំណេះដឹងបើខ្សែគប់ជាមួយនឹងអ្នកដែលមានសន្តានចិត្តល្អ accept friend អីក៏ប្រយ័ត្នប្រយែងកុំសូវចេះកុំសូវចូលចិត្តមើលរឿងក្តៅក្រហល់កាហាយគេជេរបចោគ្នាអីមិនចេះចុះអេចអូចហួសហេតុពេកនិយាយអញ្ចឹងមិនមែនបានន័យថាហាមមិនឲ្យមើលទេប៉ុន្តែប្រយ័ត្នប្រយែងពីព្រោះអារម្មណ៍នឹងឯងវាមកតាក់ចិត្តរបស់យើងឲ្យរត់ទៅហើយបើយើងបដោយចិត្តច្រើនទៅការទុកហើយធានាអញ្ចឹងហ្មងអញ្ចឹងបានតលហ៊ានទាញចិត្តមកវិញអារម្មណ៍នឹងដូចអាហារអញ្ចឹងបើយើងហូបផ្ដេសផ្ដាស់ទៅកាយរបស់យើងឈឺហើយអាហារមានជាតិគីមីហូបច្រើនពេកហើយហូបហើយអត់ធ្វើចលនាអីអញ្ចឹងទៅឈឺយ៉ាងណាចិត្តរបស់យើងនឹងតែហូបតែគិតរឿងផ្ដេសផ្ដាស់តិចឈឺចិត្តដែរអញ្ចឹងវាតតែយើងរៀនរើសយកអារម្មណ៍ដែលធ្វើឲ្យចិត្តរបស់យើងសប្បាយរីករាយជ្រះថ្លាឧទាហរណ៍ខ្សែគប់ជាមួយនឹងកល្យាណមិត្តឧទាហរណ៍ថាស្ដាប់ធម៌ពិចារណាធម៌នឹកដល់សេចក្តីល្អគុណធម៌របស់យើងក្តីត្រេកអរនឹងសេចក្តីល្អរបស់អ្នកដទៃឃើញគេមានឃើញគេបានឃើញគេល្អអញ្ចឹងក៏ជ្រះថ្លាទៅហើយពិចារណានៅក្នុងសង្ខារមិនទៀងទាត់ប្រែប្រួលមិនថិតថេរមិនអាចបង្គាប់បញ្ជាបាននឹកឃើញថាជីវិតនឹងគឺអញ្ចឹងមានធម៌នៅក្នុងខ្លួនមានបញ្ញានៅក្នុងខ្លួនធ្វើឲ្យចិត្តនឹងមិនទន់ជ្រាយមិនចាញ់ច្រាបរឿងទេហើយមានពេលអប់រំសមាធិចម្រើនភាពស្ងប់ស្ងាត់នៅក្នុងចិត្តទៅទាញចិត្តទាញអារម្មណ៍នឹងឲ្យវាមកនៅខ្លួនហ្នឹងខ្មែរយើងជួយចិត្តប្រើថាអារម្មណ៍ទាញចិត្តឲ្យមកនៅនឹងខ្លួនឲ្យវាតោងយកអារម្មណ៍ដែលនាំឲ្យចិត្តជ្រះថ្លានឹងយើងមិនសូវរវើរវាយច្រើនហើយយើងបានសេចក្តីស្ងប់ច្រើនមានញាតិញោមមួយចំនួនទៅដែលគាត់ជួបរឿងអកុសលមិនសមប្រកបក្នុងជីវិតនឹងគាត់ត្អូញត្អែវាដូចថាមិនល្អដូចគេមិនគោកំសត់ម៉ែជីវិតខ្ញុំអភ័ព្វអីចឹងទៅដូចទៅតាំងពីគ្រួសារពុកម្ដាយប្តីប្រពន្ធមុខរបរអីចឹងវាដូចផ្ទួនគ្នាអានឹងយើងទៀមទីឲ្យដូចគេមិនបានទេពីព្រោះសម្ពាយកម្មសម្ពាយបុណ្យរបស់យើងនឹងផ្សេងគ្នាបើនៅក្នុងធម៌លោកសំដែងថាបើអ្នកណាបានធ្វើបុណ្យពីក្មេងដល់កើតមកជាតិនឹងស្រួលពីក្មេងមកបើមិនបានធ្វើបុណ្យពីក្មេងទេកើតមកពិបាកពិបិនលោកដើមលោកចំហត់នឿយចឹងទៅណាអានឹងមិនបានធ្វើបុណ្យពីក្មេងបើអ្នកខ្លះបានមកធ្វើបុណ្យពេលវ័យកដាលអញ្ចឹងពេលវ័យមានគ្រួសារប្តីពុនរស់ស៊ីទៅក៏ធូរទៅអានឹងបានធ្វើបុណ្យពេលវ័យកដាលប៉ុន្តែខ្លះបឋមវ័យក៏មិនបានធ្វើវ័យកដាលក៏មិនបានធ្វើទៅបានធ្វើពេលចាស់អញ្ចឹងតលហត់នឿយអស់ចិត្តហើយបានមានកូនមានចៅនឹងចាំវិញទៅជូនលុយជូនកាក់ខ្លួនឯងឈឺបាត់ហើយអានឹងធ្វើបន់យឺតដល់ពេលបានផលមកវិញក៏យឺតដែរអញ្ចឹងជីវិតយើងម្នាក់ហ្នឹងវារងឥទ្ធិពលពីកម្មចាស់ផងហើយកម្មថ្មីនេះផងការផឹងប្រែងការព្យាយាមការសេពគប់ត្រូវពេលបច្ចុប្បន្ន
nâng có chui ởជីវិតយើងអាចផ្លាស់ប្ដូរជោគវាសនាដែរបើយើងអង្គុយតែស្ដីបន្ទោសយើងអង្គុយតែតូចចិត្តអន់ចិត្តនឹងរឿងដែលកើតឡើងក្នុងជីវិតហ្នឹងកម្មថ្មីវាអត់ល្អអាមួម៉ៅអាតូចចិត្តហ្នឹងអាហ្នឹងកម្មថ្មីហើយវាអត់បានជួយឲ្យរឿងហ្នឹងល្អប្រសើរវាធ្វើឲ្យរឿងហ្នឹងកាន់តែខ្មៅងងឹតទៅអញ្ចឹងបាននៅក្នុងធម៌លោកនិយាយពីបុគ្គលខ្លះមកងងឹតទៅវិញភ្លឺកើតមកក្រីក្រពិបាកបបិណ្ឌប៉ុន្តែផឹងប្រែងហ៊ានសូត្រមានចំណេះចេះដឹងមានបញ្ញាអាចធ្វើឲ្យជីវិតនឹងប្រសើរទៅប្រសើរដោយទ្រព្យផងប្រសើរដោយយួរផងប្រសើរដោយធម៌ផងមានមេត្តាករុណាមានគុណធម៌ក្នុងខ្លួនជីវិតនឹងជួបរឿងអីក៏វាមិនកើតទុក្ខខ្លាំងដែរប៉ុន្តែអ្នកខ្លះមកងងឹតទៅវិញងងឹតមកក្រពិបាកបបិណ្ឌហើយគិតទៅពីតុកសិចគិតទៅពីពិបាកគិតទៅពីប្រៀបធៀបមួម៉ៅអន់ចិត្តទូចចិត្តអាហ្នឹងវាងងឹតទាំងមកងងឹតទាំងទៅហើយអញ្ចឹងយើងមិនអាចអង្គុយជេរស្ដីមិនបានអញ្ចឹងមិនបានអញ្ចឹងបានទេយើងមានតែជួបហើយយើងដោះស្រាយយើងធ្វើដំណើរទៅមុខទៀតហើយរឿងណាហួសហើយក៏ទុកចោលទៅកុំសូវមលឹកមលើកមកអញ្ចេះអញ្ចោវាក្តៅក្រហល់ក្រហាយហើយយើងលើកជាមេរៀនជាអីបានប៉ុន្តែកុំឲ្យស្ពាយនៅទៅរស់នៅក្នុងអតីតកាលវាអត់បានអីត្រឡប់មកវិញទេអញ្ចឹងតើយើងហ៊ានទទួលស្គាល់ការពិតជីវិតយើងមិនអាចដូចជីវិតគេទេសម្ពីបនយើងមិនដូចសម្ពីបនគេទេយើងជួបរឿងយើងគេជួបរឿងគេជីវិតនៅលើផែនដីនេះសម្ពាយផ្សេងគ្នាជួបរឿងផ្សេងគ្នាគេមានទុកដោយគេយើងមានទុកដោយយើងយើងជួបយើងប្រឈមមុខយើងដោះស្រាយគេជួយបានតិចតួចមិនថាពឹងមិនបានសោះទេប៉ុន្តែយើងត្រូវតារឹងប៉ឹងប្រឈមមុខនឹងរឿងដែលយើងត្រូវដោះស្រាយហើយទៅមុខទៀតហ៊ានទទួលស្គាល់ការពិតហ៊ានកំណត់ដឹងថាជីវិតនឹងវាអញ្ចឹងហ្នឹងតលយើងទទួលស្គាល់ថាថ្ងៃវាក្តៅភ្លើងវាលាកអញ្ចឹងយើងមិនអាចអង្គុយថាបន់ឲ្យភ្លើងតិចមកអត់បានទេជីវិតកើតមកគឺត្រូវមានរឿងមានបញ្ហាមានទុក្ខអញ្ចឹងហ្មងប៉ុន្តែស្អីដែលនាំឲ្យយើងមិនសូវមានទុក្ខគឺការមិនប្រកាន់មិនប្រកបជាថារឿងត្រូវតែតាមអញចង់ចេះដល់ពេលវាមិនបានវាកើតទុក្ខស្អីប្រកាន់ការហួងហែងហ្នឹងអញ្ចឹងតើរៀនទទួលស្គាល់ការពិតរៀនដោះស្រាយហើយរៀនកំណត់ដឹងថាស្អីហ្នឹងវាមានហេតុគ្រប់គ្រាន់ទើបវាកើតទៅជារឿងអញ្ចឹងយើងផឹងដោះស្រាយបានប៉ុណ្ណាយើងខាត់ខ្ញុំផឹងអស់លទ្ធភាពខ្ញុំប៉ុណ្ណឹងហើយឥឡូវទៅតាមហ្នឹងធ្វើម៉េចរឿងហ្នឹងយើងដោះស្រាយបានអាហ្នឹងយើងពេញចិត្តថាខ្ញុំផឹងដោះស្រាយហើយបើយើងរឿងហ្នឹងយើងផឹងហើយវាដោះស្រាយមិនបានឥឡូវយើងកើតទុកមិនបើយើងផឹងអស់ប៉ុណ្ណឹងហើយយើងដោះស្រាយមិនបានអាហ្នឹងធម្មជាតិកម្មជាអ្នកចាត់ចែងសត្វលោកអញ្ចឹងតើយើងហ៊ានដោះសេចក្តីទុកពីចិត្តហ្នឹងទើបយើងមិនសូវកើតទុកខ្លាំងដោយសារជីវិតរបស់យើងវាមិនទៀងអញ្ចឹងពេលខ្លះយើងត្រូវបាត់បង់ញាតិមិត្តបងប្អូនជាទីស្រឡាញ់ហ្នឹងដោយមិនបានព្រៀងទុកមុនហើយពេលខ្លះយើងទទួលយកអត់បានវាលឿនពេកយើងអត់ទាន់បានមើលថែគាត់ត្រឹមត្រូវអីចឹងទៅប៉ណ្ណឹងសង្ខារហ្នឹងវាមិនតាមការចង់បានរបស់យើងពេលណា
វាអស់ហេតុបច្ច័យក៏ត្រូវរលត់ដូចជាគៀងវាអស់ប្រេងក៏រលត់ទៅយ៉ាងណាជីវិតរបស់យើងនឹងពេលណាកម្មវាអស់ទៅជីវិតនឹងក៏រលត់ទៅដែរអញ្ចឹងបានជានៅក្នុងធម៌បើវាយើងត្រូវព្រាត់ប្រាសបែកបាក់គ្នាអញ្ចឹងបើយើងយំសោកទៅជាបុគ្គលជនវានៅការយំសោកហ្នឹងយើងខាត់បានទេប៉ុន្តែព្រះអង្គឲ្យយើងធ្វើសកម្មភាពល្អបុណ្យកុសលជំនួសវិញឧទាហរណ៍ថានិមន្តព្រះសង្ឃទទួលចង្ហាន់ឲ្យវាច្រើនថ្ងៃទៅដល់ពីថ្ងៃស្លាប់រហូតដល់7ថ្ងៃទៅហើយដល់ទៅមុខទៀតទៅក៏ធ្វើជារៀងរាល់ពេលតាមដែលយើងអាចធ្វើទៅបានណាអញ្ចឹងនៅពេលដែលយើងនឹកគាត់យើងបានដូចថាកក់ក្ដៅក្នុងចិត្តថាយើងបានធ្វើកិច្ចនឹងជូនគាត់ហើយអញ្ចឹងជំនួសដោយការយំសោកសោកសង្រេងហ្នឹងទៅជាកិច្ចបុណ្យកុសលយើងក៏ដូចថាសប្បាយចិត្តខ្លួនយើងហើយយើងតាំងចិត្តឧទ្ទិសបុណ្យកុសលហ្នឹងជូនដល់អ្នកដែលស្លាប់ទៅអញ្ចឹងវាបានទាំងសងខាងប៉ុន្តែយើងមិនងាយថានឹងទៅហាមឃាត់ចិត្តថាមិនឲ្យយំអីហ្នឹងជាបុគ្គលជនវានៅមានទោសៈទាស់នឹងអារម្មណ៍ហ្នឹងមិនចង់ឲ្យអញ្ចឹងប៉ុន្តែតើយើងមានសតិបញ្ញាស្មារតីហ្នឹងពន្យល់ខ្លួនឯងប្រាប់ថានឹងសង្ខារវាត្រូវដល់ពេលរលត់ទៅឧបមាដូចជាស្លឹកឈើទុំក៏ត្រូវជ្រុះទៅថ្ងៃពេលល្ងាចក៏លិចទៅមិនអាចហាមឃាត់បានទេហើយសត្វលោកនឹងប្រព្រឹត្តទៅតាមកម្លាំងកម្មរបស់ខ្លួនកម្មមុណាវត្តតេលោកោសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនអញ្ចឹងកិច្ចដែលយើងអាចធ្វើបានមានតែយើងធ្វើតក្កិណានុបទាននឹងឯងហើយក្នុងកលៈទេសៈនៃកូវីដនេះពេលខ្លះកូនចៅក៏ជាប់ក្នុងចតារិស័កមិនបានធ្វើកិច្ចជូនអ្នកមានគុណអីបានត្រឹមត្រូវប៉ុន្តែយើងអាចនឹងឲ្យញាតិមិត្តណាដែលមិនជាប់ជំពាក់នឹងការចតារិស័កនឹងធ្វើកិច្ចឧទ្ទិសជូនទៅប្រហែលថ្ងៃប្រហែលពេលចឹងទៅហើយដល់ពេលយើងរួចមកចាំយើងធ្វើបុណ្យកុសលនឹងឲ្យពេញដៃពេញជើងហើយយើងក៏មិនអាចអង្គុយបន្ទោសខ្លួនឯងថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីអាហ្នឹងយើងបន្ទោសទៅវាអត់បានអីទេពីព្រោះសង្ខារហ្នឹងណាសង្ខារហ្នឹងវាអត់អាចស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់យើងទេដែលលោកហៅថាជាអនត្តាហ្នឹងអញ្ចឹងយើងរក្សាសុខភាពខ្លួនឯងរក្សាចិត្តខ្លួនឯងហើយយើងព្យាយាមធ្វើអំពើល្អដើម្បីបានជាប្រយោជន៍ដល់គាត់អានឹងតាមក្នុងពុទ្ធសាសនាហ្នឹងគឺត្រូវធ្វើតក្កិណានុបទានហ្នឹងរឿយៗមិនចាំបាច់ថាតល7ថ្ងៃមិន100ថ្ងៃអីទេអានឹងយើងធ្វើតាមពេលវេលាហ្នឹងក៏ធ្វើទៅប៉ុន្តែកលៈទេសៈណាដែលយើងនឹករលឹកដល់គាត់យើងធ្វើឧទ្ទិសជូនគាត់ទៅមួយយើងអស់ចិត្តខ្លួនយើងពេលយើងនឹកគាត់យើងគិតថាយើងបានធ្វើអីជូនគាត់ហើយពីរបើក្នុងធម៌កម្លាំងនៃតក្កិណានុបទានកម្លាំងនៃការឧទ្ទិសហ្នឹងបើគាត់ដឹងគាត់មកទទួលត្រេកអរកម្លាំងបុណ្យហ្នឹងអាចរួចផុតពីទុក្ខទោសអាហ្នឹងជាសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់បើគាត់ធ្លាប់ចេះត្រេកអរនឹងបុណ្យកុសលឃើញគេធ្វើល្អសប្បាយចិត្តជាមួយអញ្ចឹងទៅអញ្ចឹងឃើញដូចថាដឹងថាញាតិមិត្តកូនចៅធ្វើឧទ្ទិសជូនទៅគាត់ត្រេកអរនឹងបុណ្យហ្នឹងក៏ទទួលអនុមោទនាបានសេចក្តីសុខដោយសារកម្លាំងបុណ្យនៃអនុមោទនាហ្នឹងឯងចឹងជាសរុបទៅគឺសង្ខារហ្នឹងវាមិនទៀងវាអាចផ្លាស់ប្ដូរប្រែប្រួលទៅក្នុងពេលណាមួយយើងមិនអាចកំណត់បានអញ្ចឹងជាសារ
មួយដាស់តឿនស្មារតីរបស់យើងកុំឲ្យមានសេចក្តីប្រមាទផឹងធ្វើល្អអ្វីដែលយើងអាចធ្វើល្អឲ្យហើយបើឧទាហរណ៍ថាត្រូវបែកបាក់ប្រត់ប្រាស់ញាតិទៀតទីស្រឡាញ់អាហ្នឹងក៏ហ៊ានបញ្យល់ខ្លួនឯងថាការយំសោកនឹងមិនបានជាប្រយោជន៍សម្រាប់ខ្លួនយើងផងមិនបានជាប្រយោជន៍សម្រាប់អ្នកដែលស្លាប់ទៅផងហ្នឹងនៅក្នុងធម៌ហ្នឹងសម្ដែងព្រះពុទ្ធព្រះអង្គសម្ដែងអញ្ចឹងមកអញ្ចឹងយើងរៀនកាត់បន្ថយមកយើងជាបុត្រជនមិនអាចលះបង់អីបានទាំងស្រុងគាត់ថាបញ្យល់ថាហ្នឹងឥឡូវជាគៀងអស់ប្រេងវាត្រូវរលត់ហើយអញ្ចឹងឥឡូវយើងមានតែធ្វើបុណ្យកុសលជាតក្ខណានុប្រទានជាមួយនឹងអ្នកមានសិលមិនថាតែប្រសងជាអ្នកណាដែលជាអ្នកមានគុណធម៌ល្អធ្វើទៅឧទ្ទិសជូនគាត់ទៅអាហ្នឹងហើយយើងក៏រួចផុតពីដូចថាការស្ដីបន្ទោសខ្លួនឯងហ្នឹងហើយកម្លាំងបុណ្យហ្នឹងក៏បានជួយដល់គាត់ដែរបារមីខ្លាំងពូកែក្នុងព្រះពុទ្ធសាសនាពាក្យថាបារមីសំដៅយកគុណធម៌ទាំងឡាយដែលនាំឲ្យបានត្រាស់ដឹងឬគុណជាតិដែលនាំឲ្យបានរួចផុតពីទុក្ខរួចផុតពីសង្សារវដ្តព្រះពុទ្ធអង្គនៃយើងបានបំពេញនៅបារមីអស់ច្រើនលានកោដ្ឋជាតិទម្រាំបានត្រាស់ដឹងជាព្រះពុទ្ធបារមីដែលព្រះអង្គត្រូវបំពេញមាន10ដែលលោកហៅថាទុសបារមីឬម្យ៉ាងទៀតលោកហៅថាពុទ្ធការកធម៌គឺទី1ទានបារមីការចែកទានសង្គ្រោះដល់អ្នកដទៃដោយចិត្តករុណាទី2សីលបារមីការរក្សាកាយវិចារឲ្យបានល្អមិនបៀតបៀនអ្នកដទៃទី3នេក្ខមបារមីការចេញសាងភ្នោះឆ្ងាយពីកាមគុណទី4បញ្ញាបារមីការសន្សំចំណេះដឹងការប្រើបញ្ញាញាណសម្រាប់ត្រេះរិះពិចារណាក្នុងការដោះស្រាយបញ្ហាទី5វិរិយបារមីការតស៊ូព្យាយាមជំនះការលំបាកក្នុងការបំពេញភារកិច្ចរបស់ខ្លួនទី6ខន្តិបារមីសេចក្តីអត់ធន់ចំពោះពាក្យសម្ដីអ្នកដទៃឬការងារលំបាកផ្សេងទី7សច្ចបារមីការរក្សាពាក្យសច្ចៈមិនក្បត់ពាក្យសន្យាទី8អធិដ្ឋានបារមីការបដិញ្ញាចិត្តខ្ពស់មិនងាយបោះបង់ការងារចោលទី9មេត្តាបារមីសេចក្តីស្រឡាញ់ទឹកចិត្តមេត្តាទឹកចិត្តត្រជាក់មិនងាយខឹងក្រេវក្រោធនិងទី10ឧបេក្ខាបារមីការមិនរំភើបញាប់ញ័រចំពោះអារម្មណ៍ល្អក្តីមិនល្អក្តីដែលកើតឡើងក្នុងជីវិតពេលព្រះពោធិសត្វបានបំពេញនៅបារមីទាំង10នេះគ្រប់បរិបូរណ៍ហើយព្រះអង្គបានបំពេញសេចក្តីព្យាយាមក្នុងសមាធិនិងវិបស្សនារហូតចុងក្រោយព្រះអង្គបានត្រាស់ដឹងនៅមាគ៌ាទៅកាន់ទីរំលត់ទុក្ខពោលគឺព្រះនិព្វានដែលយើងសន្មត់ថាព្រះពុទ្ធបានត្រាស់បុណ្យកុសលដែលព្រះអង្គបានបំពេញមកបានជួយឲ្យព្រះអង្គបរិបូរណ៍ដោយលក្ខណៈសម្បត្តិទាំងកាយទាំងវាចាទាំងសតិបញ្ញាដល់ព្រមបានជាទីពឹងនិងជាទីគោរពស្រឡាញ់កោតខ្លាចនៃមនុស្សនិងទេវតាទាំងឡាយ
រីឯពាក្យថាបារមីវត្តនេះពូកែព្រះអង្គវត្តនោះស័ក្តិសិទ្ធិជាដើមដែលជាទូទៅយើងឲ្យតម្លៃទៅលើអភិនិហាបារមីឫទ្ធានុភាពដែលធ្វើឲ្យគេកោតខ្លាចជាដើមបើនិយាយតាមន័យព្រះធម៌ព្រះពុទ្ធជាម្ចាស់បានបរិនិព្វានបាត់ទៅហើយគ្មានវិញ្ញាណឬបារមីអ្វីបន្តិចបន្តួចនៅសេសសល់ឡើយអ្វីដែលព្រះអង្គបន្សល់ទុកគឺឱវាទពាក្យព្រានប្រដៅដែលជាផ្លូវនាំយើងឲ្យបានរួចផុតពីទុក្ខព្រះពុទ្ធរូបជារូបស្នងជារូបតំណាងព្រះពុទ្ធជាម្ចាស់សម្រាប់បានជាទីនឹករលឹកនិងគោរពបូជាតែព្រះអង្គគ្មានចិត្តគ្មានវិញ្ញាណអ្វីមកដឹងរឿងយើងបែបបន់អ្វីឡើយព្រោះព្រះអង្គបានរំលត់ខណ្ឌទៅកាន់បរិនិព្វានហើយបើបងប្អូនទៅថ្វាយបង្គំព្រះពុទ្ធរូបសូមថ្វាយបង្គំដោយការដឹងគុណដែលព្រះអង្គជួយណែនាំយើងឲ្យបានសេចក្តីសុខថ្វាយបង្គំដោយសេចក្តីគោរពចំពោះគុណធម៌របស់ព្រះអង្គមិនគួរទៅថ្វាយបង្គំបួងសួងសុំឲ្យព្រះអង្គជួយយ៉ាងនេះយ៉ាងនោះទេព្រោះវាជាសទ្ធាដែលប្រាសចាកបញ្ញាឧបមាដូចអ្នកដំណើរប៉ុន្តែដើរទាំងពីការភ្នែកតែសូមចងចាំថាការថ្វាយបង្គំចំពោះព្រះពុទ្ធជាម្ចាស់ដោយសេចក្តីគោរពពិតប្រាកដដោយសមាទិដ្ឋិនឹងបានទទួលផលអានិសង្សច្រើនឥតគណនាតែផលនោះមិនមែនព្រះពុទ្ធជាអ្នកផ្ដល់ឲ្យយើងទេគឺផលកើតពីចិត្តជ្រះថ្លាក្នុងចិត្តរបស់យើងផ្ទាល់ដែលបានថ្វាយបង្គំចំពោះព្រះពុទ្ធជាម្ចាស់ដោយសទ្ធាប្រកបដោយបញ្ញារីឯរិទ្ធអានុភាពឬហេតុភេទផ្សេងអាចជាអានុភាពរបស់ពពួកអមនុស្សឬទេវតាឬខ្មោចព្រាយដែលអាស្រ័យនៅទីនោះឬថែរក្សានៅតំបន់នោះជាអ្នកបណ្ដាលឲ្យមានឡើងតែដាច់ខាតមិនមែនជាបារមីឬវិញ្ញាណរបស់ព្រះពុទ្ធឡើយពពួកអមនុស្សនៅទីនោះអាស្រ័យនឹងព្រះពុទ្ធរូបក៏ទទួលនៅសក្ការៈបូជាផ្សេងពីមនុស្សម្នាទាំងឡាយដែលយកទៅបូជានិយាយនេះមិនហាមឃាត់ថាឲ្យបងប្អូនឈប់គោរពបូជាទេវតាទេតែត្រូវធ្វើដោយសមាទិដ្ឋិត្រឹមត្រូវកុំឲ្យคล้ายជាមង្គលភ្ញាក់ផ្អើលដែលផ្ទុយពីឱវាទព្រះពុទ្ធទៅវិញយើងអាចសម្ដែងការរាប់អានការគោរពបូជាដល់ទេវតានិងអមនុស្សទាំងនោះតាមរយៈការផ្សាយមេត្តាចិត្តការជូនបុណ្យកុសលការថ្វាយគ្រឿងសក្ការៈផ្សេងឧបមាដូចជាការរាប់អានអ្នកជិតខាងដូច្នោះឯងសូមឲ្យគេបានសុខបានចម្រើនហើយជួយថែរក្សាគ្នាទៅវិញទៅមកតែមិនគួរផ្ដេកផ្ដួលចិត្តបាត់បង់ជំហរលួងខ្លួនដើរតែបន់ស្រន់បួងសួងសុំសេចក្តីសុខពីគេឡើយហើយភ្លេចធ្វើមូលហេតុនៃសេចក្តីសុខនោះដោយខ្លួនឯងព្រោះអ្វីគ្រប់យ៉ាងសុទ្ធតែមានហេតុផលបើអ្នកគ្មានបុណ្យទេអង្វរករយ៉ាងម៉េចក៏ទេវតាមិនអាចជួយអ្នកបានដែរគេជួយយើងតលតែយើងមានបុណ្យខ្លួនយើងដែរដោយភាសាអង់គ្លេសមួយថា there is no free lunch បើអ្នកជាមនុស្សមានបុណ្យមិនចាំបាច់សុំទេវតាឲ្យជួយក៏បានដែរគឺជាភារកិច្ចរបស់គេត្រូវតែជួយអ្នក
ដោយពេលដែលព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់ចុះចាប់បដិសន្ធិមានទេវតាមកថែរក្សាព្រះគភ៌របស់ព្រះមាតាព្រះអង្គជាប្រចាំសូមចងចាំថាទេវតាខ្លះជាសមាទិដ្ឋិទេវតាខ្លះជាមិច្ឆាទិដ្ឋិយល់ខុសហើយអាចនាំអ្នកឲ្យដើរផ្លូវខុសដែរមិនមែនទេវតាសុទ្ធតែល្អទាំងអស់ទេយើងមានទុក្ខដោយយើងទេវតាមានទុក្ខដោយទេវតានាពេលមួយព្រះឥន្ទជាសកទេវរាជពិបាកចិត្តពេករកអ្នកណាជួយមិនបានក៏ចូលមករកព្រះពុទ្ធជាម្ចាស់សូមព្រះអង្គឲ្យជួយសម្រាលទុក្ខព្រះអង្គក៏ពន្យល់ព្រះឥន្ទរហូតបានធូរស្បើយពីសេចក្តីទុក្ខហើយត្រឡប់ទៅឋានត្រៃត្រឹងវិញដោយសារគុណធម៌បញ្ញាញាណរបស់ព្រះអង្គធ្វើឲ្យព្រះឥន្ទក៏មករកព្រះអង្គដែរជាសរុបមកបារមីក្នុងព្រះពុទ្ធសាសនាសំដៅលើកុសលធម៌ទាំង10ដែលនាំឲ្យបានរួចផុតពីទុក្ខបារមីនោះពិតជាពូកែមែនព្រោះបានធ្វើឲ្យយើងคล้ายជាមនុស្សល្អបន្តិចម្ដងរហូតបានត្រាស់ដឹងនៅសច្ចធម៌ជាទីបំផុតបានរួចផុតពីទុក្ខនិងបានជាទីពឹងសម្រាប់មនុស្សនិងទេវតាទាំងឡាយយើងគ្រប់គ្នាគួរសន្សំបារមីទុកក្នុងចិត្តរបស់យើងឲ្យបានច្រើនយើងនឹងក្លាយជាមនុស្សមានបារមីហើយមិនពិបាកទៅរកបារមីខាងក្រៅទេតែអ្នកនៅតែផ្សាយមេត្តាចិត្តសូមឲ្យពពួកអមនុស្សនិងទេវតាទាំងឡាយបានសេចក្តីសុខរួចពីកម្មពីវេរាពីអតីតមកអ្នកគ្មានវិធីរត់គេចពីវាបានទេព្រោះអ្នកមិនអាចបកក្រោយហើយកែទង្វើដែលអ្នកបានធ្វើក្នុងអតីតកាលបានឡើយតែពីវេរាទៅថ្ងៃមុខអ្នកអាចជៀសបានដោយកម្លាំងនៃការរក្សាសិលបានដល់ការប្រព្រឹត្តល្អដោយកាយវាចាចិត្តការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយមានដូចជាការមិនប៉ះពាល់ជីវិតអ្នកដទៃការមិនកាប់កេងលួចទ្រព្យអ្នកដទៃការមិនធ្វើឲ្យកូនប្រពន្ធអ្នកដទៃក្តៅក្រហាយការមិនកុហកបោកប្រាស់ជាដើមពេលអ្នកមិនបានធ្វើឲ្យអ្នកដទៃក្តៅក្រហាយគេក៏មិនមានចិត្តចងពៀមិនមានបំណងអាក្រក់ដាក់អ្នកវិញដែរដោយសារអ្នកមិនបានធ្វើអាក្រក់ដាក់អ្នកដទៃអ្នកក៏មានចិត្តស្រស់ស្រាយមិនភ័យខ្លាចមិនព្រួយបារម្ភរឿងមានទោសពៃឬខ្លាចគេធ្វើអាក្រក់ដាក់អ្នកវិញឡើយនោះហើយជាចិត្តដែលរួចផុតពីពៀវេរាមនុស្សមានពៀគឺជាមនុស្សដែលបៀតបៀនគេធ្វើឲ្យអ្នកដទៃក្តៅក្រហាយមនុស្សមានចិត្តចងគំនុំគុំគួនខ្លួនក៏លំបាកព្រោះភ្លើងកំហឹងឆេះក្នុងចិត្តរាល់ថ្ងៃហើយគេក៏ក្តៅក្រហាយព្រោះទង្វើអាក្រក់របស់យើងម្យ៉ាងទៀតពៀវេរានោះនឹងជាប់តាមគ្នាវែងឆ្ងាយក្នុងសង្សារវដ្តបើអ្នកដាំពូជភ្លើង
អ្នកនឹងបានផលក្តៅក្រហល់ក្រហាយត្រឡប់មកវិញបើអ្នកធ្វើឲ្យគេក្តៅក្រហាយអ្នកនឹងបានភាពក្តៅក្រហាយនោះមកវិញគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះបើអ្នកបានសាងល្អរក្សាសិលពេលបច្ចុប្បន្នឈ្មោះថាអ្នកមិនបានសាងពាវរាទៅថ្ងៃមុខតែបើអ្នកមានកម្មពាវរាពីអតីតជាតិមកអ្នកត្រូវទទួលផលកម្មនោះវិញអ្នកមិនអាចរត់គេចពីកម្មចាស់បានទេសូម្បីតែព្រះពុទ្ធជាម្ចាស់ក៏ត្រូវទទួលផលកម្មចាស់ដែរតែដោយអំណាចនៃអំពើល្អដោយអំណាចនៃសិលដែលអ្នកបានរក្សាពេលបច្ចុប្បន្នកម្លាំងបុណ្យនោះអាចជួយសម្រាលទុកបានខ្លះដែរតាមកម្លាំងរបស់វាឧបមាដូចជាអ្នកស្លសម្លជ្រុលជាប្រៃទៅហើយអ្នកអាចដាក់ទឹកថែមដើម្បីឲ្យវាសាបបានខ្លះយ៉ាងណាមិញបើអ្នកបានជ្រុលជាធ្វើបាបកម្មខ្លះទៅហើយអ្នកមិនអាចកែប្រែវាបានទេតែអ្នកអាចធ្វើអំពើល្អថ្មីដែលជួយអ្នកឲ្យបានផលល្អផលថ្មីជាបន្តបន្ទាប់ចន្លោះពេលដែលបាបឲ្យផលនោះឯងយើងគ្រប់គ្នាគួរយល់ដឹងថាគ្មានវិធីសាស្ត្រណាគ្មានបុគ្គលណាឬព្រះណាអាចបញ្ជាអ្នកឲ្យរួចពីផលនៃកម្មចាស់ដែលអ្នកបានធ្វើឡើយព្រោះបើអាចធ្វើបានមែនវាជារឿងអយុត្តិធម៌ណាស់ធ្វើអាក្រក់ហើយទៅសុំឲ្យរួចពីផលកម្មដែលខ្លួនបានធ្វើតែបើអ្នកប្រឹងប្រែងអប់រំចិត្តលះបង់នៅកិលេសអស់បានក្លាយជាព្រះអរហន្តហើយបរិនិព្វានកម្មលែងតាមទាន់កម្មរកម្ចាស់លែងឃើញព្រោះព្រះអរហន្តលែងមានជាតិកំណើតតទៅមុខទៀតហើយអ្នកអាចធ្វើបុណ្យឧទ្ទិសកុសលជូនដល់មនុស្សសត្វដែលធ្លាប់មានពាវរានឹងគ្នាហើយតាំងចិត្តរក្សាសិលឲ្យបានល្អចាប់ពីពេលនេះតទៅបុណ្យកុសលទឹកចិត្តមេត្តានឹងជួយអ្នកឲ្យបានសុខមិនសូវជួបទុក្ខច្រើនឡើយមានអ្នកខ្លះទៅឬថាគាត់ទម្លាប់អន់ចិត្តច្រើនតូចចិត្តច្រើនមួម៉ៅច្រើនតក់ម៉ក់ទៅមើលរឿងរ៉ាវអីបន្តិចតួចចឹងចេះតាយកមកអោបកសោបហើយយូរទៅវាខូចចិត្តណាវាខូចចិត្តហ្នឹងវាធ្វើឲ្យងាយរងគ្រោះដោយសារគ្រាន់តែមានពាក្យសម្ដីអីគេលឹះលួសអីបន្តិចបន្តួចសកម្មភាពអិរិយាបថណាអីមើលទៅរៀងទាស់ភ្នែកតិចគឺថាយកមកទុកក្នុងចិត្តនឹងថាគេបឈឺគេឌឺគេដងគេមិនរាប់អានគេស្អប់គេអីទៅជួនកាលអ្នកនោះមិនទាំងដឹងខ្លួនផងក៏មានដែរប៉ុន្តែយើងនឹងចេះតែគិតបែកអូហូស្ទឹងទៅថាគេស្អប់យើងអ្នកក្រគេមិនមើលមិនឃើញគេមិនចេះមិនស្ដាប់យើងអីចឹងទៅឧទាហរណ៍ចេះតែយកមកទុកក្នុងខ្លួនហើយពេលខ្លះទៅជួយចិត្តម្លឹកម្លើកអើយអញខំធ្វើល្អចេះធ្វើល្អចុះមិនក៏គេមិននឹកឃើញមិនអីចឹងទៅណាចេះតែយក
បង្ហាញអ្វីដែលខ្លួនឯងល្អហើយមើលគេនឹងថាគេបំភ្លេចគុណខ្លួនឯងអញ្ចឹងទៅអ្នកណានឹងtừngអង្គុយលើកយើងរហូតមានគេកិច្ចការងារគេត្រូវធ្វើអីផ្សេងទៀតដោយសារចិត្តហ្នឹងវាប្រកាន់ខ្លួនច្រើនពេកដល់ប្រកាន់ខ្លួនច្រើនពេកវាកើតទុកខ្លួនឯងមើលទៅគេនឹងគេអត់ល្អប្រកាន់មាំបើឧទាហរណ៍ថាខ្លួនឯងគិតថាមិនហើយគឺថាមិនងាយមានអ្នកណាមកកោះមកកែបានទេជួនកាលជួយចិត្តស្ដាប់អ្នកណាអ្នកណីនោះច្រើនតែមិនបានយកចិត្តទុកដាក់ស្ដាប់អ្នកដែលមានបំណងល្អជួយនឹងទេហើយនឹងវាប្រហែលគ្នាមនុស្សប្រភេទអញ្ចឹងដែលជួយចិត្តអន់ចិត្តតូចចិត្តច្រើនយូរទៅចិត្តហ្នឹងវាមានដំបៅដល់អញ្ចឹងវាប្រមូលទាំងអស់អកុសលហ្នឹងវាចូលមកទាំងទោសៈខឹងអន់ចិត្តនឹងទាំងមួម៉ៅនឹងទាំងចំណែននឹងទាំងតូចចិត្តនឹងទាំងលើកតម្កើងមានះនឹងតាំងពីរឿងរ៉ាវស្អីសពគ្រប់អកុសលនោះវាមកផ្ដុំគ្នាហ្មងដោយសារចិត្តនឹងវាខ្វះការអប់រំមិនបានដុសខាត់សម្អាតភាពសៅមងនឹងបន្តិចម្ដងអញ្ចឹងវាតលេសម័យខ្លួននឹងកំណត់ដឹងថាអូអានឹងខុសហើយអានឹងអកុសលទេអានឹងជាមេរោគក្នុងចិត្តទេអញ្ចឹងរៀនទម្លាក់ចេញឧទាហរណ៍ថាអន់ចិត្តច្រើនអញ្ចឹងចាស់ទម្លាក់ទៅអើយហ្នឹងធ្វើម៉េចទេរឿងហាវបានដូចចិត្តខ្លះមិនបានដូចចិត្តខ្លះគេនិយាយត្រូវចិត្តខ្លះមិនត្រូវចិត្តខ្លះពេលខ្លះបានពេលខ្លះមិនបានអានោះវារៀនបញ្យល់ខ្លួនឯងអញ្ចឹងពីព្រោះបើមិនអញ្ចឹងទេអ្នកដែលកើតទុកនឹងមិនមែនគេទេគឺខ្លួនយើងសម័យខ្លួនដែលចេះតែរើសដាក់ខ្លួនហ្នឹងអារឿងអីបន្តិចបន្តួចលពេចលពៃពាក្យសម្ដីអីនិយាយជួនកាលគ្នាអ្នកនិយាយនោះមិនមានបំណងអីនឹងមិនមកប៉ះពាអីទេបើវាលើសលួសអីតិចតួចទៅគឺថាគុំក្តៅនៅក្នុងខ្លួនអញ្ចឹងវាតលទម្លាក់ចោលខ្លះហើយរៀនយកស្មារតីមកនៅខ្លួនយកចិត្តយកវិញ្ញាណហ្នឹងយកព្រលឹងខ្មែរយើងតែពិតទៅឲ្យស្មារតីហ្នឹងវានៅខ្លួនហ្នឹងច្រើនជាងទៅគិតរឿងអ្នកនេះចេះអ្នកនោះចុះអានេះនិយាយអញចេះអានោះមើលគេអញចុះអីចុះវាវល់ចិត្តហ្នឹងវាទៅនៅនឹងផ្ទះគេហើយចិត្តហ្នឹងខ្លាចជាចិត្តអនាថាហើយកើតទុកហើយអញ្ចឹងបាននៅក្នុងធម៌ឲ្យយើងចេះហៅចិត្តហៅវិញ្ញាណហ្នឹងឲ្យវាមកនៅនឹងខ្លួនឲ្យមានស្មារតីនៅនឹងដេកដើរឈរអង្គុយនិយាយស្ដីធ្វើអីហ្នឹងឲ្យវានៅនឹងខ្លួនហ្នឹងទៅណាកុំទម្លាប់ឲ្យវារត់ទៅក្រៅដែលយើងហៅថាឲ្យចេះមានសមាធិនឹងខ្លួនឲ្យហ៊ានដកដង្ហើមហ៊ានរំលឹកដល់ពុទ្ធគុណធម្មគុណរំលឹកដល់ទានដែលយើងបានធ្វើឲ្យអីជាដើមហ្នឹងគឺឲ្យស្មារតីហ្នឹងវានៅក្នុងខ្លួនយើងហើយឲ្យយើងហ្នឹងមានសមត្ថភាពអាចដូចថាมันអាចប្រកបវិជ្ជាចិត្តបាន 100% ប៉ុន្តែតម្រង់ថាអូចិត្តអញរត់ទៅខឹងគេរត់ទៅចំណែនគេរត់ទៅមានះមើងងាយគេឬក៏គិតថាអញនឹងវាអន់ជាងគេអីហ่าគិតដឹងថាចិត្តហ្នឹងវាដើរក្នុងផ្លូវខុសហើយទាញមកវិញហើយអានឹងអកុសលឯងវានាំឲ្យយើងកើតទុក្ខឯងមកនឹកដល់អំពើល្អដែលយើងបានធ្វើនឹកដល់គុណមេត្តាបិតានឹកដល់ពុទ្ធពធប្រសងអារម្មណ៍ហ្នឹងដែលនាំឲ្យចិត្តហ្នឹងវាជ្រះថ្លាអញ្ចឹងតើយើងស្គាល់ថាមួយណាជាសត្រូវមួយណាជាមិត្តរបស់យើងអកុសលជាសត្រូវរបស់យើងហើយនឹងកុសលធាតុល្អបាញ់មិញថាធ្វើទានការមានមេត្តាការមានខន្តីការចេះអត់ធន់ការស្ដាប់ធម៌ការសែបគប់មិត្តល្អការធ្វើទុកក្នុងចិត្តក្នុងធម៌នឹងរឿយទៅរំលឹកខ្លួនឯងរឿយនឹងសិតតែជាធាតុល្អហើយដែលធ្វើឲ្យចិត្តនឹងស្រស់ទៅហើយបើមិនចឹងទេយើងយកពួកម៉ាក់ខូចអាមួម៉ៅអាអន់ចិត្តអាតូចចិត្តហ្នឹងសិតតែពួកម៉ាក់ខូច
វានាំយើងឲ្យកើតទុកហើយដល់អញ្ចឹងយើងទម្លាប់ហៅចិត្តមកសែបគប់ជាមួយនឹងកល្យាណមិត្តល្អអ្នកកុសលធម៌ទាំងអស់ហ្នឹងបន្តិចម្ដងស្ដាប់ធម៌យល់ចូលចិត្តឃើញរឿងរ៉ាវទាំងឡាយក្នុងជីវិតនឹងវាមានហេតុវាមានផលយើងមិនអាចនឹងទៅប្រកបវិជាថាស្អីត្រូវតែបានដូចអញចង់គេត្រូវតែលើកអញគេត្រូវតែគោរពអញត្រូវតែគេសរសើរអញត្រូវតែបានចេះបើមិនអញ្ចឹងទេអញមូអញម៉ៅដល់ចុងក្រោយយើងក៏កើតទុកអ្នកនៅក្បែរយើងនឹងក៏កើតទុកក៏ក្តៅក្រហាយទាំងអស់គ្នាប៉ុន្តែអ្នកដែលកើតទុកជាងគេគឺខ្លួនយើងពីព្រោះយើងរស់នៅជាមួយនឹងអកុសលរស់នៅជាមួយនឹងភ្លើងនឹងរាល់ថ្ងៃហើយអត់មានអ្នកណាមករងទុកជំនួសយើងទេយើងរងទុកទាំងបច្ចុប្បន្នទៅមុខទៀតរងទុកក្នុងអបាយភូមិនរកប្រែទៅទៀតណាបើយើងមិនព្រមទម្លាក់ចិត្តមួមងក្នុងខ្លួននឹងចេញណាអញ្ចឹងតោះតែយើងឃើញអានឹងជាផ្លូវខុសងាកចិត្តមកនៅក្នុងកុសលធម៌វិញអានឹងទើបយើងមិនកើតទុកអនុមោទនាតាមរកសេចក្តីសុខខ្ញុំធ្លាប់ជួបអ្នកមានអ្នកក្រអ្នកតូចអ្នកធំអ្នកមានគ្រួសារអ្នកអត់គ្រួសារម្នាក់សុទ្ធតែមានទុក្ខរៀងខ្លួនកាលនៅក្រនឹកថាបើមាននឹងបានសុខពេលមានល្មមរស់ហើយនៅតែមានរឿងនាំឲ្យកើតទុក្ខមិនចេះអស់មិនចេះហើយពេលស្មុគស្មាញខ្លាំងអ្នកខ្លះចង់បំភ្លេចទុក្ខក៏នាំគ្នាទៅពួនក្នុងដបស្រាឬពេលខ្លះប្រើប្រាស់គ្រឿងញៀនក៏មានទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះញាតិមិត្តក្រុមគ្រួសារជារឿងចាំបាច់សម្រាប់រស់តែវាមិនអាចធានាសេចក្តីសុខទាំងស្រុងបានទេព្រោះវាអាចប្រែប្រួលបាត់បង់ពេលណាក៏បានសូមកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅទាំងស្រុងពេកត្រូវព្យាយាមអប់រំចិត្តមានខន្តីមានអំណត់មានការតស៊ូព្យាយាមរៀនរីករាយនឹងអ្វីដែលខ្លួនមានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងនិងសពសត្វទាំងអស់រៀនស្ដាប់ធម៌ចម្រើនបញ្ញាស្មារតីហ៊ានប្រឈមមុខនឹងការពិតនៃជីវិតហើយកុំសូវប្រកាន់ហួងហែងខ្លាំងពេកទើបជីវិតមិនសូវមានទុក្ខចិត្តដែលបានអប់រំល្អហើយនឹងនាំសេចក្តីសុខមកឲ្យជីវិតខ្ញុំមិនដូចគេ
ខ្សែជីវិតមនុស្សម្នាក់លើផែនដីនេះមិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងមិនបាច់ប្រៀបធៀបគ្នាទេនាំតែកើតទុក្ខអ្នកកើតមកមិនមែនដើម្បីដើរប្រណាំងជាមួយអ្នកដទៃទេមនុស្សម្នាក់មានចំណុចចាប់ផ្ដើមរៀងខ្លួនហើយធ្វើដំណើរក្នុងល្បឿនផ្សេងគ្នាបើគេជាកូនអ្នកមានគេមានផ្លូវជ្រើសរើសច្រើនរីឯយើងជាកូនអ្នកក្រយើងត្រូវចេញដំណើរពីកន្លែងដែលយើងឈរកុំចាំបាច់ប្រៀបធៀបនឹងគេអីហើយក៏មិនចាំបាច់ត្រូវបន្ទោសអ្នកនេះអ្នកនោះដែរធម្មជាតិនៃជីវិតគឺខុសគ្នាចឹងឯងមនុស្សម្នាក់មានបញ្ញាស្មារតីផ្សេងគ្នាហើយល្បឿននៃជីវិតក៏ផ្សេងគ្នាដែរម្យ៉ាងទៀតទីផ្ដាច់ព្រាត់ក៏នៅកន្លែងផ្សេងគ្នាបើគេមានបញ្ញាច្រើនគេទៅលឿនជាងយើងគេទៅដល់ទីព្រាត់មុនយើងគ្មានអ្វីត្រូវប្រណាំងគ្នាទេបុណ្យសន្សំមកផ្សេងគ្នាតែយើងក៏ត្រូវរៀនសូត្រពីគេដែរហើយប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើងមិនមែនឲ្យខ្ជិលទេតែក៏កុំប្រៀបធៀបដើម្បីបង្កើតទុក្ខដាក់ខ្លួនឯងឡើយជីវិតអ្នកជាជីវិតអ្នកជីវិតគេជាជីវិតគេធ្វើគុណបានទោសអ្នកខ្លះខំជួយគេអស់ច្រើនណាស់ស្រាប់តែទទួលរឿងមិនគួរគប្បីត្រឡប់មកវិញខំជួយគេអស់លុយអស់កាក់អស់ពេលវេលាមិនស្ទើរទេតែចុងក្រោយដល់ត្រើយសោយគូតដាក់បើអ្នកជួយអ្នកដទៃទម្លាប់តាំងចិត្តជួយគេដោយចិត្តស្អាតបរិសុទ្ធចង់ឲ្យគេបានសុខមិនចង់បានការតបស្នងត្រឡប់មកវិញទេអ្នកបានបុណ្យច្រើនហើយមិនសូវខកចិត្តទេបើអ្នកធ្វើល្អហើយគេដឹងគុណអ្នកជាបុណ្យរបស់គេតែបើគេមិនដឹងទេឬពេលខ្លះគេរមិលគុណដាក់អ្នកថែមទៀតនោះជាបាបរបស់គេចំណែកអ្នកបានធ្វើបុណ្យរួចហើយមិនប្រកាសថាមនុស្សដែលយើងជួយនឹងតបស្នងសងគុណយើងវិញទេតែបុណ្យអ្នកនៅតែជាបុណ្យរបស់អ្នកថ្ងៃណាមួយបុណ្យនឹងឲ្យផលវិញមិនខានហើយអាចជាអ្នកដទៃផ្សេងទៅវិញទេដែលជួយអ្នកនោះបើអ្នកជួយដោយសេចក្តីប្រាថ្នាចង់បានការតបស្នងសងគុណមិនសូវបានបុណ្យទេតែបើជួយដោយអនុគ្រោះដោយចិត្តមេត្តាជួយដោយសុទ្ធចិត្តអ្នកបានទាំងសប្បាយចិត្តបានទាំងបុណ្យច្រើនបាបចាស់បាបថ្មី
បាបចាស់នាំឲ្យអ្នកជួបរឿងមិនល្អរីឯភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះជាបាបថ្មីដែលនាំឲ្យអ្នកកាន់តែមានទុក្ខថែមអ្នកខ្លះមានកម្មក្រាស់ជួបបញ្ហាច្រើនឥតល្ហែហើយអ្នកខ្លះទៀតសាងកម្មល្អច្រើនមិនសូវជួបបញ្ហាក្នុងជីវិតឡើយកុំប្រៀបធៀបគ្នាអីនាំតែកើតទុក្ខទេគេជួបរឿងគេយើងជួបរឿងយើងសំពាយកម្មមនុស្សម្នាក់មិនដូចគ្នាទេបើអ្នកជួបរឿងមិនល្អវាជារឿងផលបាបរបស់អ្នកពីមុនមកកុំមួម៉ៅអីកុំបន្ទោសអ្នកណាឡើយកម្មយើងទេមួម៉ៅទៅបានតែកើតទុក្ខថែមបើអ្នកចិត្តអស់ទឹកបរិភោគហើយអ្នកត្រូវដងទឹកចាក់បន្ថែមបើបុណ្យអ្នកស្ដួយស្ដើងហើយត្រូវសាងល្អឲ្យបានច្រើនឡើងវិញពេលណាកម្មអាក្រក់ឲ្យផលអស់ហើយកម្មថ្មីនឹងឲ្យផលវិញម្ដងគប់ចិត្តមិនត្រូវបើគេស្អប់អ្នកទោះបីអ្នកធ្វើល្អប៉ុណ្ណាក៏គេមិនពេញចិត្តនឹងអ្នកដែរដូច្នេះកុំគ្រាន់តែចង់ផ្គាប់ចិត្តគេហើយបំផ្លាញសេចក្តីសុខខ្លួនអ្នកឡើយឬដោយសារតែពាក្យគេថាធ្វើឲ្យអ្នកមួម៉ៅចិត្តឡើយបើអ្នកចង់ធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាអ្នកពិតជាហត់រហូតដល់ថ្ងៃស្លាប់បើអ្នកជឿជាក់ថាការងារអ្នកជារឿងល្អជារឿងមានប្រយោជន៍ប្រឹងធ្វើទៅទោះបីមានអ្នកខ្លះមកបន្តិចបង្អាក់អ្នកក៏ដោយក៏កុំស្ទាក់ស្ទើរអីប្រឹងដើរទៅមុខទៀតដើរឲ្យដល់ទិសដៅដែលអ្នកពងទុកហើយប្រាប់គេថាអ្នកពិតជាអាចធ្វើបានជីវិតអ្នកជាជីវិតអ្នកមាត់គេជាមាត់គេកុំបណ្ដោយឲ្យពាក្យគេថាបំផ្លាញកិច្ចការអ្នកឡើយមិនមែនមិនឲ្យស្ដាប់គេទេស្ដាប់ចុះហើយពិចារណាផងបើវាជួយអ្នកឲ្យបានចម្រើនទៅមុខទទួលយកទៅតែបើគ្រាន់តែជាពាក្យបន្តិចបង្អាក់ទេបោះចោលទៅកុំយកទុកក្នុងចិត្តអីហើយអ្នកត្រូវតែហ៊ានទទួលខុសត្រូវចំពោះជំរឿសរបស់អ្នកកុំទម្លាប់បន្ទោសគេបន្ទោសឯងអីរៀនធ្វើជាមនុស្សរឹងប៉ឹងជាមនុស្សចេះទទួលខុសត្រូវលើជីវិតខ្លួនឯងពន្លត់ភ្លើងកំហាំងបានដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេមុននឹងរាលដាលដល់អ្នកដទៃខឹងកាន់តែច្រើនទុក្ខកាន់តែខ្លាំងហើយបើពូកែគុំទៀតក្តៅកាន់តែងុំយូរទៅចិត្តអ្នកនឹងคล้ายជាភ្នំភ្លើងក្តៅក្រហាយជាប្រចាំ
ទម្លាប់ផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងរឿយៗថាអហង្សុខិតោហោមិនិត្តទុក្ខោសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកពាក្យនេះរឿយៗពេលមុនចូលគេងពេលក្រោកពីគេងឬពេលណាមានពេលទំនេរញញឹមផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងហើយរៀនខន្តីរៀនអត់ធន់រៀនអត់ឱនរៀនភ្លេចខ្លះទៅកុំចូលចិត្តស្ពាយភ្លើងយូរពេកក្តៅណាស់ពេលណាខឹងនឹកដល់ពាក្យថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខអ្នកនឹងបានត្រជាក់បន្តិចហើយធ្វើយ៉ាងនេះឲ្យបានរឿយៗចិត្តអ្នកនឹងបានត្រជាក់ច្រើនមិនខានហើយអ្នកអាចផ្សាយសេចក្តីស្រឡាញ់នោះដល់សពសត្វទាំងអស់ថាសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខមេត្តាជាទឹកអមฤតអាចរំលត់ភ្លើងកំហឹងក្នុងចិត្តអ្នកបានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនអ្នកនិងសពសត្វទាំងអស់ជុំវិញខ្លួនអ្នកបើនិយាយពីសេចក្តីទុក្ខផ្លូវចិត្តវិញជាពុទ្ធជននឹងអ្នកណាក៏មានដែរគាត់តិចច្រើនតាមកម្រិតនៃបញ្ញាស្មារតីយល់ដឹងអំពីដំណើរនៃជីវិតនឹងបើបុគ្គលនឹងច្រើនដោយអកុសលមួម៉ៅខឹងជាប់ជំពាក់លោភលន់ច្រើនអានឹងកើតទុកច្រើនហើយពីព្រោះអកុសលហ្នឹងវាជាថ្នាំពឹសវាជាមេរោគវាមករំខានផ្លូវចិត្តឲ្យយើងនឹងញាប់ញ័រឧទាហរណ៍ថាយើងចំណែនយើងកំណាញ់យើងស្អប់យើងគុំអានឹងដូចភ្លើងធូបនោះវាមកអុចវាមកអុចចិត្តយើងឈិតឲ្យយើងក្តៅអ្នកខ្លះរហូតដល់ដេកមិនលក់បក់មិនលហើយហូបបាយមិនឆ្ងាញ់ខ្វល់ខ្វាយដល់អញ្ចឹងវាអត់បានសុខទេការជាប់ជំពាក់ប្រាថ្នាហួសពីសមត្ថភាពហ្នឹងក៏នាំឲ្យកើតទុក្ខដែរឧបមាថាយើងរកបានប៉ុណ្ណឹងសមត្ថភាពយើងផឹងអស់ហើយបាន10000ហ្នឹងប៉ុន្តែវាលោភវាលន់វាកុហកកាហាយប្រៀបធៀបឃើញគេបាន1លានទៅវាដូចអត់លក់បដោយនិយាយអញ្ចឹងមិនមែនថាហាមឃាត់មិនឲ្យប្រឹងទេប្រឹងនៅតែប្រឹងប៉ុន្តែតើមានសន្តោសៈក្នុងធម៌ថាឲ្យចេះពេញចិត្តនឹងសមត្ថភាពដែលខ្លួនអាចរកបានប្រឹងនៅតែប្រឹងប៉ុន្តែខ្ញុំប្រឹងអស់ហើយសមត្ថភាពខ្ញុំប៉ុណ្ណឹងសប្បាយចិត្តនឹងអ្វីដែលខ្លួនរកបានហើយហ្នឹងបានវាស្រាលវាអត់កើតទុក្ខជួនកាលអ្នកខ្លះរកបានហើយនៅតែកើតទុក្ខអញ្ចឹងបើពុទ្ធព្រះអង្គចាត់ទុកថាយើងនៅក្រដដែលទេបើទោះជារកបានច្រើនពួកយើងវាខ្វល់វាខ្វាយវាពិបាកវាមួវាម៉ៅអញ្ចឹងការដែលចេះបញ្យល់ខ្លួនឯងរកបានច្រើនចាត់ទុកថាបុណ្យយើងច្រើនយើងសប្បាយចិត្តនឹងអ្វីដែលយើងរកបានច្រើននឹងទៅហើយរកបានល្មមអានឹងខ្ញុំប្រឹងអស់សមត្ថភាពហើយអស់ពីសមត្ថភាពខ្ញុំប៉ុណ្ណឹងអញ្ចឹងសប្បាយចិត្តតែបុណ្យខ្ញុំសំពាយខ្ញុំមានប៉ុណ្ណឹងមកបើរកបានតិចអានឹងនៅតែប្រឹងនៅតែតស៊ូអញ្ចឹងដើម្បីជីវភាពប៉ុន្តែត្រូវកំណត់ដឹងថាមនុស្សវាមានវាសនាផ្សេងគ្នាមិនអាចទៅដេកចំណែន
គេចំណែនបងចំណែនប្អូនអ្នកខ្លះដូចគ្រួសារគេផ្សេងបងប្អូនគេផ្សេងគេរកស៊ីបានមានឯងវាអន់ជាងគេដេកក្តៅក្រហាយចំណែនគេហៅរឿងម៉ែហៅរឿងឪអីចឹងតែក៏មានដែរចឹងអកុសលហ្នឹងវាមកអុចយើងមិនឲ្យយើងបានសុខទេតែកាលណាយើងមានអកុសលនឹងច្រើនអាហ្នឹងកើតទុកច្រើនហើយអញ្ចឹងវាតតែយើងព្យាយាមចម្រើននៅធាតុល្អនៅក្នុងចិត្តឧទាហរណ៍ថាការចេះចែកម្លែកតិចច្រើនក៏ដោយមានតិចចែកតាមតិចមានច្រើនចែកតាមច្រើនទឹកចិត្តមេត្តាហ្នឹងវាដូចជាទឹកសន្សើមឬក៏ការប្រោះព្រំផ្កាប្រោះព្រំដើមឈើហ្នឹងឲ្យវាស្រស់អញ្ចឹងទឹកចិត្តល្អបន្តិចហ្នឹងក៏ដោយការនិយាយដោយចិត្តមេត្តាការជួយពយល់ឲ្យគេបានសុខបង្ហាញផ្លូវឲ្យគេបានចម្រើនសេចក្តីល្អតាមវាចាហ្នឹងវាសប្បាយចិត្តឃើញគេសុខឃើញគេល្អទៅចិត្តហ្នឹងមានសមាធិយល់ត្រូវមិនទៅប្រកាន់ចំណែនគុំគួនស្អប់គេអីទេអប់រំចិត្តខ្លួនឯងហ្នឹងឲ្យស្ថិតនៅក្នុងកុសលធម៌ស្ថិតនៅក្នុងសមាធិទៅនឹកឃើញថាហ្នឹងហើយជីវិតហ្នឹងវាមានហេតុវាមានផលហើយយើងប្រឹងប្រែងបានប៉ុណ្ណាផលវាបានប៉ុណ្ណឹងដែរវាអត់អាចយើងធ្វើស្រែ1ហិកតាស្រាប់តែអង្គុយចង់បានផល20តើនវាអត់បានទេអញ្ចឹងហ្នឹងឯងមានសមាធិជឿលើហេតុផលហ្នឹងអញ្ចឹងវាអត់កើតទុកថាមិនអញ្ចឹងឯអត់ទេសមាធិអង្គធម៌បានដល់បញ្ញាសំដៅទៅលើបញ្ញាហ្នឹងឯងដឹងថាអូអ្វីវាសិតតែមានហេតុអ្វីកើតឡើងមិនមែនអត់ហេតុទេអញ្ចឹងវាមានហេតុគ្រប់គ្រាន់ហើយរឿងល្អក្តីរឿងអាក្រក់ក្តីសុទ្ធតែមានហេតុរបស់វានៅពីក្រោយហើយអញ្ចឹងពេលជួបរឿងល្អមិនជួពេកទេកំណត់ដឹងថាអូអាហ្នឹងជាផលបុណ្យជាផលនៃការព្យាយាមរបស់យើងបើរឿងមិនល្អកើតឡើងហ្នឹងហើយកំណត់ដឹងហ្មងក្នុងអភិធម្មនិយាយថាអកុសលវិបាកឃើញរូបមិនល្អស្ដាប់ឮសំឡេងមិនពីរោះគេជេរគេនិយាយដើមអេចអូចអីចឹងទៅជាអកុសលវិបាកហ្មងអាហ្នឹងគឺសច្ចធម៌ជាផលនៃបាបចឹងហ្មងចឹងវាអត់ទៅកើតទុកទូមនាស់នឹងរឿងនឹងពេកទេពីព្រោះកំណត់ដឹងថាវាមានហេតុវាមានអកុសលណាមួយវាដែលយើងធ្លាប់ធ្វើមកវានាំឲ្យកើតទៅជាអកុសលវិបាកផលនៃបាបហ្នឹងផលនៃបាបដែលយើងបានធ្វើហ្នឹងហើយអញ្ចឹងហើយក៏ហើយកំណត់ដឹងសង្ខារទាំងឡាយកើតហើយរលត់ទៅវិញគេនិយាយហើយចប់អាលុតឈឹងបាត់ហើយបើអ្នកដែលមានបញ្ញាគេមិនសូវយកពាក្យហ្នឹងមកអង្គុយកើតទុកក្តៅក្រហល់កាហាយ1ខែ2ខែទេគេកំណត់ដឹងថាអូអកុសលហ្នឹងកើតមកផ្លែតនិយាយចប់បាត់ហើយប៉ុន្តែអ្នកដែលខ្វះបញ្ញាហ្នឹងច្រើនតែកើតទុកដោយសាររឿងមិនល្អដែលកើតឡើងដោយសារមិនយល់អញ្ចឹងបាបចាស់ឲ្យផលផងខ្វះបញ្ញាបង្កើតបាបថ្មីអាមួម៉ៅអាចងគំនុំអាគុំគួនហ្នឹងអាហ្នឹងជាបាបថ្មីហើយអញ្ចឹងហ៊ានតម្លាក់អាហ្នឹងមានបញ្ញាសំនៅការយល់ដឹងពីដំណើរនៃធម្មជាតិអប់រំចិត្តរឿយទៅអាហ្នឹងបានយើងបន្ថយអាធាតុពុលនឹងមេរោគហ្នឹងហើយបន្ថែមធាតុល្អជាកុសលធម៌ហ្នឹងរឿយទៅមានខន្តីមានអត់ធន់មានបញ្ញាកំណត់ដឹងអំពីដំណើរនៃសង្ខារកើតរលត់មិនប្រកាន់មិនហួងហែងមានក៏ទទួលថាវាជាផលនៃបុណ្យទៅមិនវាត្រូវបាត់វាត្រូវបង់វិញគិតថាវាជាសង្ខារធម៌វាប្រែប្រួលអញ្ចឹងវាអត់ទៀងវាអត់ទាត់ទេអាហ្នឹងវាដូចឧបមាដូចថាជាគៀងវានៅប្រេងវាឆេះទៅវាអស់ប្រេងវារលត់ទៅព្រះអាទិត្យពេលល្ងាចក៏លិចទៅអាហ្នឹងសង្ខារនៅពេលមានហ
ហេតុបច្ច័យគ្រប់គ្រាន់បនមានយើងនៅមានជីវិតទ្រព្យយើងនៅរកបានដល់ពេលបនវាខ្សោយទៅរកវាបានតិចទៅពេលណាអស់បនទៅអារបស់ហ្នឹងវាត្រូវខាតឡងចុងទៅហើយយើងតើរៀនទទួលស្គាល់ថាហ្នឹងឯងជីវិតវាអញ្ចឹងទើបយើងអាចសម្រួលផ្លូវចិត្តមិនឲ្យកើតទុក្ខខ្លាំងបានហើយបើយើងនៅតែមួម៉ៅក្តៅក្រហាយគុំគួនដូចទៅជាប់ចម្ពាក់ហួងហែងប្រកាន់ថាស្អីត្រូវតែបានតាមអញចង់ហ្នឹងអាហ្នឹងកើតទុកខ្លាំងហើយពីព្រោះស្អីហ្នឹងវាមិនអាចតាមចិត្តយើងចង់រហូតទេបើយើងខ្វះនៅបនណាខ្វះហេតុវាអត់បានទេវាតមានហេតុគ្រប់គ្រាន់បានអនុមោទនាសតិលោកចាត់ទុកដូចជាថាអង្គរៈដែលនៅជួយការពារចិត្តមិនឲ្យធ្លាក់ទៅក្នុងផ្លូវគ្រោះថ្នាក់យើងបានអ្នកដែលខ្សោយសតិស្មារតីនឹងច្រើនតែភ្លេចភ្លាំងឆេវឆាវមួម៉ៅឆាប់ stress ឆាប់ទទួលយកពាក្យសម្ដីរឿងរ៉ាវអីមកទុកក្នុងចិត្តហើយមិនងាយប្រឡែងរឿងនឹងចេញពីចិត្តវិញទេចឹងបាននៅក្នុងធម៌សតិនិងសម្បជញ្ញៈបើនិយាយដោយស្រួលស្ដាប់សតិនិងបញ្ញាដៃគូជាអង្គរៈឆ្វេងស្ដាំសម្រាប់រក្សាចិត្តមិនឲ្យកើតទុក្ខមិនឲ្យរងគ្រោះដោយសារអកុសលពីព្រោះអកុសលហ្នឹងវាចាំតែមកធ្វើបាបចិត្តដុតចិត្តហ្នឹងឲ្យក្តៅដូចថាចំណែនខឹងគុំស្អប់រវើរវាយក្តៅខលកាហាយភ័យព្រួយបារម្ភអីទាំងអស់ហ្នឹងវាជាអកុសលហើយវាមក